Good morning ម្សិលមិញលោកអ្នកបងប្អូនបានស្ដាប់ទីបន្ទាល់របស់ផងសារ៉ាដែលគាត់បម្រើការងារនៅក្នុងក្រុមហ៊ុនទេសចរខាត់ថៃ Pacific ខាត់ថៃ Pacific បាទលោកអ្នកឮថាក្រុមហ៊ុននោះចិត្ត bankrupt បាទប៉ុន្តែត្រឡប់ទៅជាមានដំណើរការឡើងវិញស្មើដើមហើយខ្លាំងជាងនឹងទៅទៀតផងដោយសារតែគេបញ្ជាទិញយន្តហោះរហូតដល់ទៅ2លើកបាទនៅពេលដែលហេតុការណ៍នេះកើតឡើងសារ៉ាគាត់ស្ទាក់ស្ទើរថាគាត់មិនហ៊ាននិយាយមិនហ៊ានធ្វើទីបន្ទាល់គាត់មិនគិតថាមកអំពីព្រះដោយសារគាត់នោះទេដែលធ្វើឲ្យក្រុមហ៊ុននេះដើរបាទអ្វីដែលខ្ញុំចង់ប្រាប់បងប្អូននេះមិនមែននៅឆ្ងាយពីព្រះបន្ទូលទេបើលោកអ្នកបងប្អូនមើលទៅក្នុងព្រះគម្ពីរលោកុបាតនៅពេលដែលឡុតទេវតាប្រាប់ថាឲ្យឯងរត់ទៅឯភ្នំឲ្យរួចជីវិតចុះអញនឹងធ្វើអីមិនកើតឡើយតារាបឯងរត់ទៅសិនលោកឡុតថាអត់ទៅឯភ្នំសុំទៅក្រុងក្បែរនឹងវិញសុំទៅក្រុងស៊ូអាបានទេព្រះយេហូវ៉ាមានបន្ទូលថាដោយព្រោះយល់ដល់ឯងអញសុំច្រត់ដុតក្រុងចោលចោះក៏ពីនិយាយចឹងមែនទេឬក៏ខ្ញុំនិយាយតែម្នាក់ឯងទីក្រុងមួយដែលពេញទៅដោយមនុស្សកំបាបដែលឋានសួគ៌អនុម័តថាត្រូវដុតចោលប៉ុន្តែត្រូវ postpone ត្រូវលើកលែងហើយមនុស្សកំបាបទាំងអស់ដែលនៅទីក្រុងនោះបែរទៅជារួចរស់មានជីវិតដូចជាមនុស្សធម្មតាដោយព្រោះតែមានអ្នកសំណប់របស់ព្រះ3អ្នកឪពុកនិងកូនរត់ចូលទៅជ្រកនៅទីនោះដោយយល់ដល់3អ្នកនឹងទីក្រុងទាំងមូលបានសង្គ្រោះនេះជាអ្វីដែលមានក្នុងព្រះគម្ពីរបាទលោកអ្នកបងខ្លះថាដូចអួតពេកទៅដឹងលោកអ្នកយើងយល់ថាព្រះកាន់ជើងយើងទោះតលតែយើងអស់ចាតតែយើងធំតតែមានយើងមានគេឈ្មោះទៅ3បាទយើងយល់ថាមានតែតួនាទីឋានានុក្រមដែលព្រះចាប់អារម្មណ៍អ្នកយល់ខុសហើយអ្វីដែលព្រះចាប់អារម្មណ៍គឺសុទ្ធនឹងមិនសុទ្ធតែប៉ុណ្ណោះអ្វីដែលព្រះចាប់អារម្មណ៍សុចរិតនិងមិនសុចរិតតែប៉ុណ្ណោះអត់តកតងនឹងតួនាទីអត់តកតងនឹងក្បាលឆ្នាំអត់តកតងនឹងឋានានុក្រមរបស់អ្នកទេបាទបើអ្នកមានតួនាទីធំហើយអត់សុទ្ធបាទស្មើនឹងអាចមន់នេះតែបើអ្នកមានជាគ្រីស្ទបរិស័ទធម្មតាតែអ្នកសុទ្ធហើយសុចរិតនៅចំពោះព្រះអ្នកគឺជារបស់កំណានដែល no one untouchable គ្មានអ្នកអាចប៉ែងបានតើកន្លែងណាដែលបង្ហាញប្រាប់ថាអ្នកជាកម្មសិទ្ធិរបស់ព្រះមិនមែនជាកម្មសិទ្ធិរបស់អ្នកគឺកន្លែងនេះឯងមិន skill ទេមិន position ទេគឺបរិសុទ្ធហើយនឹងសុចរិតបើអ្នកបរិសុទ្ធហើយសុចរិតអ្នកអាចសូមអ្នកអាចចរចាព្រះស្ដាប់តែបើអត់បរិសុទ្ធហើយសុចរិតកុំសូមហើយកុំចរចាព្រះស្ដាប់ទេព្រះច្បាស់ណាស់ព្រះមិនសម្លាប់អ្នកទេតែព្រះឲ្យអ្នកស៊ីមករស់រហូតដល់ថ្ងៃអ្នកទៅចប់ដល់ថ្ងៃអ្នកទៅជំនុំជម្រះឮអ្នកចម្រៀងយើងនាំមុខមិញបើមនុស្សជាទូទៅស្ដាប់ទីបន្ទាល់ឃើញហ្នឹងគាត់យុវជនហ្នឹងក្មេងហ្នឹងបាទគាត់ជាអ្នកនាំមុខចម្រៀងហ្នឹងគាត់អ្នកភ្លេងហ្នឹងគ្មានតួនាទីអីធំដុំផងនៅក្នុងនគរព្រះឲ្យគាត់ស្ដាប់គាត់មកបាទរឿងសំខាន់ជាងគេវាមិនមែនជារឿងតួនាទីឬធំឬតូចទេនៅចំពោះព្រះកូនគឺកូនគ្មានការបែងចែកទេអ្វីដែលខុសគ្នាបរិសុទ្ធសុចរិតហើយនឹងមិនបរិសុទ្ធនឹងមិនសុចរិតជាការពិតចឹងហើយបាទខ្ញុំតែងតែបង្រៀនលោកអ្នកបងប្អូនខ្ញុំនិយាយពាក្យមួយម៉ាត់នេះខ្ញុំ take time ជាង30ឆ្នាំទើបអាចយល់វាមិនមែនជាពាក្យធម្មតាទេបាទ
មានពាក្យមក clear ដែរខ្ញុំចិត្តតែអានហើយខ្ញុំពាក្យនឹងពាក្យរបស់សូក្រាតទេហើយចិត្តខ្ញុំចិត្តតែអានជាចង់សាច់សូក្រាតនិយាយពាក្យមក clear ហ្នឹងគាត់និយាយថាចេះអ្នកមានប្រពន្ធល្អគឺមានសេចក្តីសុខក្នុងជីវិតប៉ុន្តែអ្នកមានប្រពន្ធចាប់បាទគឺคล้ายទៅជាទស្សនវិជ្ជាមកកំពូលចាប់ប្រពន្ធចាប់ជាងគេគ្មានអ្នកណាប្រពន្ធណាចាប់ជាងប្រពន្ធសូក្រាតទេហើយគាត់ទទួលស្គាល់ថាដោយសារប្រពន្ធគាត់ចាប់ហ្នឹងហើយបានគាត់ខ្លាចជាទស្សនវិជ្ជាពីព្រោះគាត់គិតពីជីវិតរហូតបាទចឹងបងប្អូនដែលចង់ខ្លាយទៅជាទស្សនវិជ្ជាបាទគឺពឹងផ្អែកលើប្រពន្ធបងប្អូនដែរណាបាទតែខ្ញុំអត់ទេប្រពន្ធខ្ញុំអត់ទេប្រពន្ធខ្ញុំអត់ចង់ឲ្យខ្ញុំខ្លាយជាទស្សនវិជ្ជាទេតើគេអូនអូខេចឹងខ្ញុំរំលឹកលោកណាងបងប្អូនទៀតសូមចងចាំណាពេលនេះពេលរាំងស្ងួតហើយសូមធ្វើឲ្យអ្នកខ្លាយទៅជា the apple of God's eye ខ្លាយទៅជាផ្លែបាទអីគេព្រះកែវភ្នែករបស់ផងព្រះអ្នកនឹងមិនអត់ស្លាប់ទេមិនថាក្នុងស្ថានភាពអីតែបើអ្នកខ្លាយជាប៉មស្អុយគឺមានបោះចោលអាមែនថ្ងៃនេះយើងនឹងនាំគ្នាបាទគប់គ្រាន់ទេអីដូចមុំទេអីបានប៉ុណ្ណឹងបានទេហ្នឹងឯងមិនបន្តសក្តិអត់វាយទៅហ្នឹងបាទទេអ្នកបើកទុកអត់បើកទុកឲ្យខ្ញុំវិញទៅត្រង់ណានោះចាំតិចពីព្រោះគេអត់បើក PowerPoint ទុកឲ្យខ្ញុំអញ្ចឹងខ្ញុំប្រើរបស់ខ្ចីគេរឿងវែងតិចអូខេថ្ងៃនេះយើងនឹងសិក្សាជាមួយគ្នាបាទនៅព្រះរាជសារមួយដែលមានចំណងជើងថាដរាបដល់អស់មួយជីវិតខ្ញុំនិយាយជាមួយខ្ញុំដរាបដល់អស់មួយជីវិតខ្ញុំដរាបដល់អស់មួយជីវិតខ្ញុំនៅនេះជា original Bible verse and Bible sentence វាជាខព្រះគម្ពីរមកពីព្រះហើយជាប្រយោគនៅក្នុងព្រះគម្ពីរអត់មានថែមពាក្យខ្ញុំមួយម៉ាត់ទេក៏ប៉ុន្តែតើនៅក្នុងខណាខ្ញុំមើលមានរង្វាន់នេះឲ្យអូខេក្រូចចង់បានខណាក៏បានដែរនៅក្នុងខពីណាដរាបដល់អស់មួយជីវិតខ្ញុំអូខេទៅពីណាដរាបដល់អស់មួយជីវិតខ្ញុំដឹងកុំប្រាប់គេឡើងមកយករង្វាន់ហេដល់ឡើងមកកុំនិយាយឡើងមកខាងនេះបាទបាច់យកមីក្រូក៏បានដែរប៉ុណ្ណឹងនិយាយទៅលឺតោះនៅក្នុងខពីណា2ក្នុងកា23ទំនុកកា23ខប៉ុន្មានខ6ចុងក្រោយគេបាទអត់តន់ត្រូវឬខុសបងប្អូនម៉ានថាខុសលើកដៃបងប្អូនម៉ានថាត្រូវលើកដៃបងប្អូនអូខេឥឡូវមានអ្នកណាចង់បានមានអ្នកណាចង់ឆ្លើយទៀតអត់តើអ្នកណាចង់ឆ្លើយទៀតអត់អ្នកណាចង់ឆ្លើយទៀតអត់នេះរង្វាន់នៅទីនេះអូខេអញ្ចឹងសូមទះដៃជូនគ្រូយើងមួយបាទអានេះគេហៅថាបាទធម្មតាគ្រប់គ្នាត្រូវបានទទួលផ្លែក្រូចនៅពេលចុងបញ្ចប់ប៉ុន្តែនេះកូនកើតមុនបាទពេលវេលាមែនបាទសូមនិយាយម្ដងទៀតដរាបដល់អស់មួយជីវិតខ្ញុំបងប្អូនប្រមាណអ្នកដែលមិនចង់ឲ្យសេចក្តីសប្បុរសនិងសេចក្តីមេត្តារបស់ព្រះតាមយើងតទៅសោះសូមលើកដៃបងប្អូនប្រមាណអ្នកស្រាប់សំណួរម្ដងទៀតដែលមិនចង់ឲ្យក្តីសប្បុរសរបស់ព្រះ
ក្តីមេត្តារបស់ផងព្រះតាមយើងតតែសោះលើកដៃសំណួរម្ដងទៀតតើបងប្អូនប្រមាណអ្នកចង់ឲ្យសេចក្តីសប្បុរសនិងក្តីមេត្តារបស់ព្រះតាមយើងរាល់ថ្ងៃអស់មួយជីវិតក៏ដៃទៅសាព្រះអ្វីដែលខ្ញុំអាចប្រាប់លោកអ្នកបងប្អូនបានមិនមែនតែអ្នកចង់ទេព្រះចង់ជាងអ្នកទៀតបាទហើយខ្ញុំនិយាយពីព្រោះនៅក្នុងព្រះបន្ទូលព្រះអង្គថ្ងៃនេះខ្ញុំនាំលោកអ្នកបងប្អូនដើម្បីឲ្យទៅពិនិត្យខព្រះគម្ពីរទំនុកដំណើរនេះឡើងវិញបាទដើម្បីឲ្យដឹងថាដើម្បីឲ្យក្តីសប្បុរសមេត្តារបស់ផងព្រះតាមយើងរាល់តែថ្ងៃដល់រាបដល់មួយជីវិតយើងតើយើងគួរមានលក្ខណៈសម្បត្តិយ៉ាងណាការសិក្សាព្រះបន្ទូលទំនុកដំណើរជំពូកទី23វាជាទំនុកដំណើរមួយដែលល្បីបំផុតនៅក្នុងចំណោមអត្ថបទព្រះគម្ពីរបាទដែលវាស្ទើរតែចេះធ្វើតែចាំគ្រប់គ្នាបើសិនជានៅបរទេសផងគេបិទនៅអញ្ចាំងព្រះវិហារនៅ Sunday School គេបិទនៅមន្ទីរពេទ្យគ្រីស្ទបរិស័ទបាទគេបិទនៅ Daycare គេបិទនៅគ្រប់ទីកន្លែងទាំងអស់បាទគេ decoration នៅក្នុងផ្ទះរបស់ផងគេបាទយើងទោះបីជាមិនមានទម្លាប់បែបហ្នឹងក៏ខ្ញុំជឿថាគ្រប់ទាំងអ្នកបម្រើរបស់ផងប្រងទាំងអស់តែងតែអត្ថបាយនិងបង្រៀនអត្ថបទនេះអញ្ចឹងបើនិយាយពីខព្រះគម្ពីរបើនិយាយពីការចាំមាត់មនុស្សជាច្រើនដឹងមនុស្សជាច្រើនចងចាំបាទហើយយើងក៏បានសិក្សាជាច្រើនព្រះពលិស្រាប់តាយើងក៏បានសិក្សាតែថ្ងៃនេះបាទយើងសិក្សាដើម្បីនាំលោកអ្នកបងប្អូនទៅកាន់របៀបមួយផ្សេងទៀតបាទដើម្បីមើលឃើញឲ្យកាន់តែជ្រៅពីអាតកំបាំងហ្នឹងបាទឥឡូវនេះយើងអានអត្ថបទព្រះគម្ពីរជាមួយគ្នា What is it ចុះខព្រះគម្ពីរនេះអូសំទោសខ្ញុំអូខេឥឡូវយើងអានខព្រះគម្ពីរជាមួយគ្នាតោះសូមអានជាមួយខ្ញុំ2 4ប្រកាសជាសេចក្តីសប្បុរសនិងក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដល់រាប់ទៅបាទនេះគឺជាខ6បាទដែលអីគេដែលបង្ហាញអំពីលទ្ធផលយើងឃើញនៅក្នុងព្រះគម្ពីរទំនុកដំណើរ6ដែលជំពូកទី23នេះមានតែ6ខទេខ1បាទហើយនឹងខ6ព្រះបាទដាវីតបាទបានបង្ហាញយើងពីសេចក្តីល្អបាទរបស់ព្រះហើយសេចក្តីល្អដែលលោកបានទទួលបាទអញ្ចឹងខ្ញុំអាចនិយាយបានថាខ1និងខ6វាជាលទ្ធផលបាទដែលដាវីតមុនពេលចាប់ផ្ដើមបង្រៀនលោកដាក់ខកពីនឹងមកដើម្បីអីគេបាទដើម្បីទាញចំណាប់អារម្មណ៍ដោយ YouTuber ហងៃហ្នឹងណាបាទគេកាត់ឃ្លីបពាក្យកន្លែងណាមួយនៅក្នុងវគ្គមួយម៉ោងហ្នឹងបាទដើម្បីទាញចិត្តយើងឲ្យចូលទៅមើលរបស់គេហើយខ6ក៏ដូចគ្នាផងដែរអញ្ចឹងខ1ហើយនឹងខ6បាទដាវីតបានបង្ហាញបាទឲ្យយើងទាំងអស់គ្នាបានឃើញថាតើព្រះអស្ចារ្យយ៉ាងណាព្រះល្អយ៉ាងណាបាទព្រះបាទបំរុងទុកនៅអស់ទាំងក្តីមេត្តានិងសប្បុរសយ៉ាងណាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះដើម្បីឲ្យយើងចាប់អារម្មណ៍បាទចង់តាមដានបន្តទៅទៀតបាទយើងឃើញនៅក្នុងអត្ថបទហ្នឹងបាទនេះគឺជាលទ្ធផលបាទអត្ថបទព្រះគម្ពីរនេះយើងបែងចែកជា3វគ្គផ្សេងគ្នាខ1និងខ3មួយវគ្គបាទហើយខ4ផ្នែកទី2ហើយផ្នែកទី3ខ5និងខ6បាទ
ហើយដើម្បីឲ្យគ្រប់ទាំងក្តីសប្បុរសនិងក្តីមេត្តារបស់ផងព្រះនៅជាមួយយើងជាប់តាមយើងដល់រាបដល់អស់មកជីវិតបាទលោកអ្នកបងប្អូនត្រូវស្វែងរកឲ្យឃើញស្ពានដែលឆ្លងពីខ3បាទពីខ1ខ3ទៅខ5និងខ6នេះជា bridge បាទបើលោកអ្នកបងប្អូនរកអត់ឃើញទេលោកអ្នកបងប្អូនអត់អាចទទួលយកនៅខ6បានឡើយអាមែនបាទពីព្រោះនេះគឺជាអាថ៌កំបាំងបាទឥឡូវនេះយើងមើលបន្តទៅទៀតបាទយើងមើលបន្តទៅទៀតនៅក្នុងខ1ទៅកាន់ខ3យើងឃើញមានបាទដាវីតបានពោលនៅសេចក្តីល្អ5យ៉ាងបាទសេចក្តីល្អ5យ៉ាងសូមអានជាមួយខ្ញុំព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំទ្រង់ឲ្យខ្ញុំសម្រាកនៅទីមានស្មៅខៀវខ្ចីបាទទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់នេះជាអ្វីដែលព្រះបាទដាវីតព្រះអង្គបាទលោករៀបរាប់អំពីព្រះបន្ទូលរបស់ផងព្រះអង្គសូមចងចាំទំនុកដំកើងជំពូក23នៅពេលដែលយើងអានយើងឮពីអ្នកគង្វាលយើងឮពីអ្នកខ្វៀលយើងយល់ថាបទកាពីនេះដាវីតទៅសេនៅពេលនៅយុវជនដាវីតទៅសេនៅពេលអ្នកគង្វាលក៏ប៉ុន្តែការសិក្សាថ្មីបានបង្ហាញយ៉ាងច្បាស់ថាតាមពិតបទកាពីនេះដាវីតទៅសេមុនពេលដែលលោកបញ្ចប់ជីវិតគឺលោកទៅសេនៅពេលដែលលោកចាស់ហើយនៅពេលដែលរឿងរ៉ាវអ្វីទាំងអស់ដែលលោកបានទទួលរួចហើយការសរសេរនេះគឺជាការ review ឡើងវិញនៅ of goodness of God នៅក្នុងជីវិតរបស់ផងលោកបាទគឺលោកសរសេរដើម្បីរៀបរាប់ត្រឡប់ថយក្រោយឡើងវិញបាទនៅអ្វីដែលព្រះបានបាទធ្វើនៅក្នុងជីវិតរស់នៅរបស់លោកបាទដើម្បីអីគេបាទដើម្បីបង្រៀនបាទមិនត្រឹមតែរំលឹកអំពីព្រះគុណក្តីស្រឡាញ់ក្តីមេត្តានិងអ្វីដែលល្អដែលលោកដែលព្រះបានធ្វើសម្រាប់លោកទេក៏ប៉ុន្តែដើម្បីបង្រៀនដល់អស់ទាំងពួកបរិសុទ្ធនៅគ្រប់សម័យកាលគ្រប់ជំនាន់បាទឲ្យគេបានដឹងបានយល់ស្គាល់ពីអាថ៌កំបាំងបាទនៅក្នុងការរស់នៅនិងដើរតាមព្រះដើម្បីឲ្យគេបានទទួលព្រះពរហើយនឹងរស់នៅក្នុងសិទ្ធិអំណាចអាមែនបាទអញ្ចឹងលោកអ្នកបងប្អូនមើលតើមានបញ្ហាអីនៅកន្លែងនេះពេលដែលលោកអ្នកបងប្អូនពិនិត្យខទាំងអស់ហ្នឹងបាទកន្លងទៅយើងតែងតែរៀនថាម៉េចមុនពេលតទៅទៀតនៅពេលដែលឮពីអ្នកគង្វាលយើងគិតទៅដល់រូបភាពអីបាទឥឡូវយើងមើលរូបភាពនេះអ្នកគង្វាលបាទរូបភាពនៃការខ្វៀលជាមនៅក្នុងទស្សនវិស័យរបស់លោកខាងលិចគឺរូបភាពអញ្ចេះហេតុអីបានអញ្ចឹងទី1អ៊ីស្រាអែលចាប់តាំងពីឆ្នាំ70ត្រូវបានដេញចេញពីប្រទេសហើយប្រទេសនេះប្លុកអស់រយៈពេល2000ឆ្នាំបាទដោយព្រោះតែអំពើបាបរបស់ផងគេថយត្បិតតែមានជនជាតិនេះក៏ប៉ុន្តែជួសជុលនេះបានរស់នៅលាយឡំជាមួយនឹងជនជាតិដទៃផ្សេងទៀតហើយ system អំពីព្រះគម្ពីរហើយការបង្រៀនពីព្រះគម្ពីរស្ទើរតែអត់លឺអ្វីទាល់តែសោះពីជនជាតិនេះជំនួសមកវិញដំណឹងល្អបាទការបង្រៀនការបង្ហាត់បាទ revival អំពីព្រះចម្ចាស់បានត្រឡប់ទៅជាកើតឡើងនៅក្នុងជាតិសាសន៍ដទៃបាទជាពិសេសនៅក្នុងបច្ឆិមលោកតែម្ដងគឺនៅក្នុងលោកខាងលិចបាទដល់ពេលអញ្ចឹងយ៉ាងម៉េចដែរដោយព្រោះថាប្រពៃណីទំនៀមទម្លាប់ហើយនឹងទីតាំងភូមិសាស្ត្ររបស់ផងបាទពួកយុរ៉ុបរបស់លោកខាងលិចវាខុសពីទីតាំងភូមិសាស្ត្រដើមនៃព្រះគម្ពីរដែលបានបង្រៀនយើងដូច្នេះនៅពេលដែលគេកាត់ស្រាយព្រះគម្ពីរបាទគេ imagine បាទគេមានក្តីសម័យទៅនឹងរូបភាពដែលប្រហាក់ប្រហែលដែលគេធ្លាប់ឆ្លងកាត់ដែលគេធ្លាប់ឃើញអញ្ចឹង
bà hay đó làពេលលោកខាងលិចហ្នឹងគាត់ផ្សព្វផ្សាយព្រះបន្ទូលរបស់ផងព្រះអង្គទៅទូចង់ពិភពលោកគាត់នាំយករូបភាពនោះមកឲ្យយើងឃើញដែរគាត់បាទមិនត្រឹមតែប៉ុណ្្នឹងទេមានអីគេមានពួក artist មានពួកវិចិត្រករបាទមានគំនូរមានខ្សែភាពយន្តក៏គូក៏ប្រចាំងកុនក៏ដេកបែបអញ្ចឹងដែរធ្វើឲ្យយើងចាប់ផ្ដើម fully accept បាទ the whole concept ថាអូបាទកាលណានិយាយពីទំនងកាង23គឺវាស្មើបែបនេះកាលណានិយាយពីទំនងកាង23គឺបាទយ៉ាងម៉េចដែរពណ៌បៃតងស្រស់បាទពេញទៅដោយទិដ្ឋភាពដែលគួរពេចពិលរមិលមើលបាទរីកស្រស់ត្រកាលពីធម្មជាតិបាទនេះគឺជា concept លោកអ្នក concept សំខាន់ណាស់ហេតុអីបាទពាក្យ concept ហើយពាក្យ conception ខុសគ្នាមិនទេស្គាល់ពាក្យ conception ទេ conception គឺចាប់ទុំផ្ទៃមានក concept គឺជាកគឺជាការបដើមនៃកំណើតទោះជីវិតឬក៏ជាអ្វីក៏ដោយអាមែនកាលណាយើងយល់ខុសមានន័យថាកូនយើងកើតមកបាទចំណេះចេះដឹងយើងកើតមកគឺខុសអាមែននឹងវាជាការសំខាន់ណាស់បាទបានជាកាលណាយើងឈរនៅទីតាំងភូមិសាស្ត្រខុសយើងយល់ខុសផ្នែកគំនិតរបស់ផងយើងខុសយើងកាត់ស្រាយត្រឹមទូក៏ខុសដែរបាទហើយមួយយ៉ាងដូចជាអ្វីដែលខ្ញុំបានប្រាប់ប៉ុន្តែរឿងទី2គឺអីគេពួកលោកខាងលិចដោយព្រោះគេជាអ្នកពង្រីកផ្សព្វផ្សាយបាទហើយអភិវឌ្ឍដំណឹងល្អដូច្នេះគេមានមោទនភាពនឹងជាតិសាសន៍របស់គេនឹងប្រពៃណីទំនៀមទម្លាប់របស់គេដល់ពេលគេមើលអ៊ីស្រាអែលគេអត់សមនឹងនិយាយរទេហេតុអីបាទពីព្រោះគេថាពួកឯងមិនស័ក្តិសមឲ្យព្រះកើតក្នុងពួកឯងទេបាទពួកឯងមិនស័ក្តិសមធ្វើជារាជព្រះទេបាទពួកឯងមិនស័ក្តិសមនិយាយពីព្រះទេពួកឯងមិនស័ក្តិសមទទួលគ្រប់ទាំងការល្អពីព្រះទេគេអត់មានអំណួតនៅក្នុងការកាត់ស្រាយទៅតាម contextualize ទេរូបភាពនេះដូចគ្នាដោយសារនគរខ្មែរធ្លាក់ចុះបាទបន្ទាប់ពីសម័យមហានគរមកជនជាតិខ្មែរបំភ្លេចរូបភាពនៃការនៃប្រាសាទប្រាង្គប្រាសាទទាំងឡាយចោលហើយដោយសារសម័យនោះយើងមិនបានចងក្រងឯកសារហើយឯកសារត្រូវបាត់នៅសម័យលង្វែកបាទថែមទៀតទីបញ្ចប់យ៉ាងម៉េចដែរជនជាតិខ្មែរអត់ដឹងថាខ្លួនឯងមានប្រាសាទផងបើគុំថាជនជាតិបារាំងរកឃើញនៅចៃដន្យយើងមិនបានឃើញទេថាប្រាសាទអង្គរវត្តនេះជារបស់យើងដល់បារាំងចាប់ពេលដែលចាប់បារាំងផ្ទាល់នៅពេលដែលចាប់ផ្ដើមឃើញប្រាង្គប្រាសាទរបស់ខ្មែរវាល្អដែលពុំអាចពិពណ៌នាដោយមនុស្សបាននោះក្នុងពេលដែលគេមកពីប្រទេសស៊ីវិល័យនោះគេមើលទៅជនជាតិខ្មែររត់តែខោស្លៀកបានប៉ុណ្ណឹងបាទមិនតាំងតន់មានច្រាស់ដល់ថ្មិញប៉ុណ្ណឹងគ្មានស្បែកជើងពាក់ស្រួលបួលប៉ុណ្ណឹងបាទមើលផ្ទះទៅស្មើនឹងខ្ទមគេចាំចាបហ្នឹងគេថាអ្នកណាសាងសង់អង្គរវត្តពួកហ្នឹងដូចមិនសមទេទោះបីជាសិលាចារឹកបាទប្រាប់ថាខ្មែរជាអ្នកសាងសង់ក៏ប៉ុន្តែអ្នកបុរាណវិទ្យាភិកច្រើនពិបាកទទួលយកពីព្រោះតត្តភាពជាក់ស្ដែងហើយនឹងអ្វីដែលគេបានឃើញវាខុសគ្នារហូតដល់រាប់បាទ180 degree វាខុសគ្នាខ្លាំងពេកហើយជនជាតិខ្មែរខ្លួនឯងក៏ពិបាកទទួលដែរកុំនិយាយអីច្រើននិយាយត្រឹមតែបាទត្រឹមតែអីគេត្រឹមតែនៅពេលដែលខ្ញុំនៅរៀនបាទអនុវិទ្យាល័យទីចុះពេលដែលរៀនពីអរិយធម៌វប្បធម៌គ្រូខ្ញុំនិទានរឿងអីគេប្រាសាទអង្គរវត្តបាទគឺព្រះវិស្ណុជាអ្នកទៅចម្លងពីឋានសួគ៌មកបាទគឺជាប្លង់ក្រោលគោរបស់ព្រះអិនធ្លាប់ឮពាក្យហ្នឹងធ្លាប់ឮអត់គេថាម៉េចអតិទេពេលណាបកើតហើយប្លង់ណាអតិទេពេលណាគូប្លង់ហ្នឹងចម្លងពីឋានសួគ៌
ខ្មែរមិនដែលហ៊ាននិយាយទេបាទតាមពិតទឹមតែ4-10ឆ្នាំឯទេបន្ទាប់ពីគ្រិស្តបរិស័ទខ្មែរចាប់ផ្ដើមរីកចម្រើនខ្មែរចាប់ផ្ដើមបាទយល់ស្គាល់មានការសិក្សាស្រាវជ្រាវបាទខ្មែរយល់ពីសិទ្ធិអំណាចបាទមនុស្សចាប់ផ្ដើមទទួលខុសថាជារបស់ខ្មែរពីមុនសំបីតែនិស្សិតខ្មែរហើយនឹងនិស្សិតថៃទៅនៅក្នុងថ្នាក់តែមួយបាទហើយនៅក្នុងបន្ទប់នឹងទៅជែកគ្នាពីអង្គរវត្តខ្មែរមិនដែលហ៊ានហាមាត់ថាជារបស់ខ្លួនឯងហើយក៏មិនដែលហ៊ានប្រាប់គេថាជនជាតិខ្មែរផងនឹងការពិតសួរពួកនិស្សិតដែលនៅស្រុកគេនឹងប្រាប់ពីដើមពីព្រោះហេតុអីពួកគេគ្មានមោទនភាពអីទាំងអស់អ្វីដែលគេខ្មាស់បំផុតគឺ killing field ពីព្រោះមួយនេះគឺដូចជន់អាចថាមុខគេចឹងគឺវាជារឿងអាម៉ាស់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលខ្មែរបានទទួលហើយដោយសារមួយហ្នឹងមានសេចក្តីល្អផ្សេងទៀតអត់ហ៊ាននិយាយនោះគឺជាអ្វីដែលលោកខាងលិចមើលទៅអ៊ីស្រាអែលដោយខ្មែរបាទមើលមកស្ថានភាពជាក់ស្ដែងខ្លួនឯងមិនអាចទទួលយកប្រវត្តិសាស្ត្រពិតប្រាកដអញ្ចឹងយល់ឲ្យច្បាស់បាទប៉ុន្តែធៀបពិតនៅពេលដែលយើងនិយាយពីអ្នកគង្វាលនេះរូបភាពនៃកន្លែងខ្វៀលជាបាទ desert will house town wilderness ជាកន្លែងដែលស្ងួតហួតហែងបាទយប់ល្ងាខ្លាំងបាទថ្ងៃក្តៅខ្លាំងបាទជាកន្លែងដែលអីគេគួរឲ្យភ័យខ្លាចជាកន្លែងដែលគ្មានទឹកផឹកបាទជាកន្លែងដែលពោពេញដោយភាពគ្រោះថ្នាក់បាទជាកន្លែងដែលគេបោះបង់បាទជាកន្លែងដែលអីគេជាកន្លែងដែលម្លប់មានតម្លៃជាទីបំផុតពីព្រោះគេត្រូវការឈោកនោះគឺជាអ្វីដែលព្រះគម្ពីរនេះសរសេរគឺសរសេរនៅក្នុងបរិបទរបស់ផងអ៊ីស្រាអែលហើយបរិបទនៃការខ្វៀលរបស់គេគឺអញ្ចេះសូមឲ្យចងចាំបាទនេះគឺជាការពិតហើយកណាយើងយល់បាទត្រឹមត្រូវព្រះគម្ពីរនាំយើងទៅកាន់រឿងត្រឹមត្រូវហើយយើងអាចយល់បានត្រឡប់មកវិញឥឡូវយើងមើលខ1ទៅកាន់ខ3ឥឡូវលោកអ្នកបងប្អូនខ្ញុំដាក់ភាសាអង់គ្លេសបាទ update American Standard ខ1ទៅកាន់ខ3ដូចគ្នាឥឡូវលោកអ្នកបងប្អូនមើលកន្លែងនេះព្រះយេហូវ៉ាជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះណាទ្រង់ឲ្យខ្ញុំដេកសម្រាកនៅទីមានស្មៅខៀវខ្ចីទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនទ្រង់កែប្រលឹងខ្ញុំឡើងវិញទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិតដោយយល់ដល់ព្រះនាមទ្រង់សូមសួរលោកអ្នកបងប្អូនពេលលោកអ្នកបងប្អូនអានខ1ទៅកាន់ខ3បើវិភាគតាមបាទវិជ្ជករតើដាវីតដាក់ខ្លួនគាត់នៅក្នុងតួនាទីអី first person second person or third person លោកអ្នកបងប្អូនមើលភាសាអង់គ្លេសបាទ Jehovah is my shepherd I shall lack nothing បាទ He make me lie down in green pasture He and me វិជ្ជករភាសាអង់គ្លេស He តើជាសិទ្ធប្រមាណបាទជាប្រមាណជា third person ត្រូវអត់អញ្ចឹងខ1ទៅកាន់ខ3វាមិនមែនជាការសន្ទនារបស់ដាវីតជាមួយព្រះទេតែវាគឺជាការពិពណ៌នាអំពីព្រះនៅសេចក្តីល្អរបស់ផងព្រះយល់ពីពាក្យពណ៌នេះអត់បាទយល់វិញខ្ញុំចង់និយាយអត់ចាប់ដាំវិញយល់ទេលោកមិនបាននិយាយអំពីព្រះទេ He not talking with God He talk about God យល់អត់គាត់កំពុងតែនិយាយអំពីព្រះអញ្ចឹងបើគាត់ជា
បុគ្គលទី3គេហៅ third person បាទបុគ្គលទី3បាទតើអ្នកណាជាបុគ្គលទី1ហើយអ្នកណាជាបុគ្គលទី2ច្បាស់ណាស់បុគ្គលទី1គឺព្រះគាត់ជាអ្នកនិយាយគឺទី3ទី2គឺខ្ញុំនឹងលោកនេះអញ្ចឹងគាត់កំពុងតែរៀបរាប់សេចក្តីល្អពីពរនីពីសេចក្តីល្អរបស់ព្រះមកប្រាប់បុគ្គលទី2គឺជាយើងនេះថាព្រះល្អយ៉ាងម៉េច He talking about not talking with talking about គាត់កំពុងតែរៀបរាប់ពរនីអំពី who God is តើព្រះជានរណាត្រូវអត់អូខេអញ្ចឹងយ៉ាងម៉េចដែរបាទគឺគាត់ថាត្រឡប់បាទគាត់ពិពណ៌នាឡើងវិញនៅអ្វីដែលព្រះដែលបានធ្វើការហើយដែលគាត់បានឆ្លងកាត់បាទគាត់បាននិយាយផ្ទាល់ជាមួយព្រះទេបើយើងអានភាសាខ្មែរវាប្រយោគនឹងពិបាកនឹងបែងចែកអញ្ចឹងបាទខ្ញុំដាក់ភាសាអង់គ្លេសមកបាទហើយភាសាដើមរបស់ផងគេក៏អញ្ចឹងដែរបាទគឺដេវីតគឺជាបុគ្គលទី3ដែលគាត់រៀបរាប់អំពីព្រះជាម្ចាស់ដែលជាបុគ្គលទី1បាទព្រះយេហូវ៉ាជាអ្នកគង្វាលខ្ញុំគាត់មិនមែននិយាយមកខ្លួនឯងទេគាត់និយាយប្រាប់អ្នកដទៃផ្សេងទៀតបាទអំពីអីគេអ្វីដែលព្រះធ្វើសម្រាប់គាត់គឺការពិពណ៌នាឡើងវិញអំពីព្រះទ្រង់ឲ្យខ្ញុំដេកហើយនៅកន្លែងនេះមានអីគេ He me អូខេ He my ឃើញអត់មែនអត់បាទអញ្ចឹងលោកអ្នកបងឃើញ5ដងណាឃើញ5ដងណាបាទដូចគ្នា He me បាទយ៉ាងម៉េចដែរ He me បាទ He my ហើយបន្តមកទៀត He and អីគេតមកទៀតបើអញ្ចឹងបើលោកអ្នកបងមើលលោកអ្នកបងនឹងឃើញថាគាត់កំពុងតែរៀបរាប់ឥឡូវនេះលោកអ្នកបងមើលកន្លែងនេះវិញខ4ទៅកាន់ខ5សូមមើលប្រយោគហ្នឹងសូមអានជាមួយខ្ញុំទ្រង់គង់នៅជាមួយនឹងខ្ញុំទូលបង្គំប្រណុងហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំចិត្តទូលបង្គំបាទទ្រង់រៀបតុនៅមុខទូលបង្គំចំពោះពួកខ្មាំងសត្រូវផងទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំទូលបង្គំក៏ពេញហៀឥឡូវយើងមើលពាក្យទូលបង្គំតើដាវីតបានកន្លែងនេះក៏ដាក់ខ្លួនជាអ្នកណាគាត់ជាបុគ្គលទីម៉ានព្រះនៅតែជាបុគ្គលទី1ដដែលតែគាត់ជាបុគ្គលទី2គាត់លែងជាបុគ្គលទី3ទៅដែរពីព្រោះខ4និងខ5 He stopped talking about God but he talking with God គាត់ឈប់និយាយពណ៌នាអំពីព្រះទៀតហើយតែគាត់បដូរមកជាការសន្ទនារបស់គាត់ជាមួយនឹងព្រះជាម្ចាស់អាមែនបាទយើងមើល you and me គឺអង់គ្លេសច្បាស់អត់បាទយើងឃើញបាទ your rod your staff me okay you and me ណាបាទ you and me បាទគឺគាត់នៅតែព្រះនៅតែជាបុគ្គលទី1ប៉ុន្តែគាត់បានបដូរតួនាទីទៅជាបុគ្គលទី2បាទគឺមនុស្ស2នាក់ធ្វើការសន្ទនាគ្នាទៅវិញទៅមកហេតុអីបានជារឿងនេះសំខាន់ឥឡូវនេះយើងមើលបន្តទៀតតោះហេតុអីបានរឿងនេះសំខាន់បាទខ1ទៅកាន់ខ3គឺព្រះបាទដាវីតពិពណ៌នាអំពីព្រះជាម្ចាស់តែខ4និងខ5គឺគាត់សន្ទនាផ្ទាល់ជាមួយនឹងព្រះជាម្ចាស់បាទ
ពណ៌នាអំពីព្រះជាម្ចាស់ហើយនឹងការទូលជាមួយនឹងព្រះជាម្ចាស់គឺជារឿងពីរផ្សេងគ្នាបាទហេតុអ្វីបានជាបាទរឿងនេះវាសំខាន់ខ្លាំងម្ល៉េះឥឡូវសូមមើលបាទតើអ្វីទៅដែលនាំឲ្យមានការផ្លាស់ប្ដូរអំពីបាទសម្រាប់ដាវីតពីការនិយាយអំពីព្រះទៅជាការសន្ទនាផ្ទាល់ជាមួយនឹងព្រះអ្វីជាកត្តាផ្លាស់ប្ដូរដែលធ្វើឲ្យដាវីតបាទដែលកំពុងដែលជាអ្នកពិពណ៌នាអំពីព្រះជាម្ចាស់កាលណាយើងពិពណ៌នាពីព្រះជាម្ចាស់មានន័យថាយើងឈរនៅក្រៅស្ថានភាពយើងឈរនៅឆ្ងាយព្រះអត់នៅក្បែរយើងទេព្រះនៅឆ្ងាយពីព្រោះយើងគ្រាន់តែពិពណ៌នាតាអាមែនព្រះនៅឆ្ងាយពីយើងប៉ុន្តែការសន្ទនាអត់ទេគឺ face to face មុខទល់នឹងមុខវត្តមានព្រះនៅទីនេះត្រូវឬអត់ភាពខុសគ្នាគឺអញ្ចឹងអ្វីដែលជាកត្តានាំឲ្យដាវីតផ្លាស់ប្ដូរបាទពីការនិយាយពីព្រះជាម្ចាស់មកជាការសន្ទនារបស់ព្រះបើយើងរកអត់ឃើញទេយើងអត់អាចទទួលយកនៅសេចក្តីសន្យាខ6បានទេតើអ្វីលោកអ្នកបងអ្វីដែលធ្វើឲ្យមានការផ្លាស់ប្ដូរគឺនៅដើមខ4បាទនៅដើមខ4បាទដែលលោកនិយាយថាម៉េចទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃមលប់សេចក្តីស្លាប់ណាបាទ the valley បាទ of the shadow of death ជ្រលងណាបាទនៃមលប់សេចក្តីស្លាប់ឃើញទេបាទជ្រលងមលប់នៃសេចក្តីស្លាប់នៅកន្លែងនេះមិនមែនគ្រាន់តែជាទីតាំងភូមិសាស្ត្រទេក៏ប៉ុន្តែវាជ្រៅជាងនឹងទៅទៀតបាទហើយជ្រលងនេះឯងដែលបានផ្លាស់ប្ដូរដាវីតពីបុគ្គលម្នាក់ដែលឈរមើលព្រះពីចម្ងាយរៀបរាប់អំពីព្រះជាម្ចាស់ទៅជាបុគ្គលម្នាក់ដែលចូលទៅចិត្តព្រះហើយសន្ទនាផ្ទាល់ជាមួយព្រះជាម្ចាស់លោកអ្នករូបភាពនេះគឺកើតនៅពីពេញពិភពលោកបាទនៅពេលបច្ចុប្បន្នដូចគ្នាមនុស្សជាច្រើនជារាជព្រះមនុស្សជាច្រើនមានចំណេះដឹងពីព្រះមនុស្សជាច្រើនចាំព្រះគម្ពីរមនុស្សជាច្រើនបង្រៀនអธิบายផ្សាយដំណឹងល្អអំពីព្រះជាម្ចាស់ក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលសន្ទនាផ្ទាល់ជាមួយព្រះភាគច្រើនគឺសុទ្ធតែជាអ្នកនិយាយអំពីព្រះតែប៉ុណ្ណោះគឺជាអ្នកនិទានអំពីព្រះបង្រៀនអំពីព្រះតែគេមិនដែលមានពិសោធន៍ជាមួយព្រះតទេនេះគឺជាភាពខុសគ្នាអាមែនពាក្យខ្មែរនិយាយថាម៉េចលឺ1000ដងមិនស្មើឃើញម្ដងទេឃើញ1000ដងមិនស្មើនឹងបានកាន់ម្ដងទេកាន់ម្ដងបាទកាន់1000ដងមិនស្មើនឹងបានភ្លក់ម្ដងផងតើភាពខុសគ្នាយ៉ាងណារវាងការលឺហើយនឹងការទៅបត់សោបផ្ទាល់2ទៅ3000ដងបើសិនជាយើងគិតតាមសុភាសិតហ្នឹងវាខុសគ្នាឆ្ងាយខ្លាំងណាស់ហេតុដូច្នេះហើយបានជាមនុស្សជាធម្មតាបង្រៀនអธิบายផ្សាយដំណឹងល្អនិយាយអំពីព្រះបង្រៀនអំពីព្រះកាត់ស្រាយអំពីព្រះជាម្ចាស់បាទមើលទៅពេញដោយព្រះវិញ្ញាណពេញដោយឫទ្ធិពេញដោយអំណាចបច្ចេស្តាបាទយល់ស្គាល់ចេះមើលទៅដូចជាអ្នកខាងព្រលឹងវិញ្ញាណតែគ្រាន់តែពេលហេតុការណ៍មកដល់ព្រះមានមែនអត់តើខ្ញុំសម្រេចចិត្តជឿព្រះត្រឹមត្រូវឬអត់តើខ្ញុំគួរបោះបង់ចោលថ្ងៃអាទិត្យឬអត់តើខ្ញុំគួរថ្វាយនឹងវាយ1ភាគ10ឬអត់តើខ្ញុំគួររៀបការជាមួយអ្នកជឿព្រះអត់ហេតុអីបានគេសួរសំណួរទាំងអស់ហ្នឹងពីព្រោះកន្លងទៅគេគ្រាន់តែជាអ្នកទេសនាអំពីព្រះគឺជាអ្នកមើលអំពីព្រះដឹងអំពីព្រះបង្រៀនអំពីព្រះនិយាយអំពីព្រះតែមិនដែលបានមានជីវិតដែលប្រកបប្រស្រ័យភ្លក់តាក់ទងជាមួយនឹងព្រះជាអម្ចាស់នោះឡើយនេះគឺជាអ្វីដាវីតយ៉ាងម៉េចដែរសូមចងចាំទំនុកដំកើងចំពុក23ព្រះបាទដាវីតបាននិពន្ធនៅអាយុចុងក្រោយរបស់ផងគាត់បាទរឿងរ៉ាវទាំងឡាយគឺដាវីតបានចែកចាយពីបទពិសោធន៍របស់ផងគាត់ផ្ទាល់
គាត់ចង់ប្រាប់យើងថាកាលពីក្មេងនៅពេលដែលគាត់បាទទៅបាទ synagogue គាត់ទៅសាលាប្រជុំគេបង្រៀនអំពីព្រះឪពុកគាត់ដំណើរអំពីព្រះម្ដាយគាត់ដំណើរអំពីព្រះអ្នកដទៃនិយាយអំពីព្រះគាត់ក៏បានឮគាត់ក៏មានចំណេះអំពីព្រះជាម្ចាស់គាត់យល់ដឹងគ្រប់ទាំងអស់តែគាត់មិនដែលបានពិសោធន៍ផ្ទាល់ទេគាត់គ្រាន់តែជាអ្នកដឹងគាត់គ្រាន់តែជាអ្នកឮគាត់គ្រាន់តែជាអ្នកទេសនាតែប៉ុណ្ណោះបាទក៏ប៉ុន្តែយ៉ាងមិនដែរជ្រលងនៃសេចក្តីស្លាប់ដែលធ្វើឲ្យដាវីតคล้ายពីអ្នកពិពណ៌នាទៅជាអ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយព្រះតើជ្រលងនៃសេចក្តីស្លាប់ដែលដាវីតចង់និយាយគឺជាអ្វីជ្រលងនៃសេចក្តីស្លាប់នៅកន្លែងនេះបាទគឺដាវីតចង់និយាយអំពីបទពិសោធន៍នៃឧបសគ្គទាំងឡាយដែលហៀបនឹងធ្វើឲ្យគាត់ស្លាប់ហើយដែលព្រះជួយគាត់អន្តរាគមន៍គាត់ហើយដែលគាត់មើលឃើញប្រហោះរបស់ព្រះធ្វើឲ្យគាត់មានពិសោធន៍ផ្ទាល់លែងជាអ្នកពិពណ៌នាទៀតហើយតើមានអ្វីខ្លះសឹងឆ្កែទៅចោកលយ៉ាតនោះគឺជាជ្រលងនៃសេចក្តីស្លាប់របស់គាត់ហើយតមកទៀតយ៉ាងម៉េចដែរបាទនៅក្នុងទំនុកដំណើរនេះដាវីតបានពិពណ៌នាអំពីរូបភាព3ធំគាត់បានពិពណ៌នាអំពីបទពិសោធន៍នៃការខ្វៀលឈាមរបស់គាត់បានបទពិសោធន៍ក្នុងនាមធ្វើជាអ្នកគង្វាលហើយគាត់ក៏បានពិពណ៌នាអំពីបទពិសោធន៍នៅក្នុងនាមជាជាមដែលមានព្រះជាអ្នកគង្វាលគាត់ដែរចំណុចសំខាន់ទី3បាទគឺយ៉ាងម៉េចដាវីតពិពណ៌នាអំពីបាទក្នុងនាមលោកជាស្ដេចអញ្ចឹងរឿងក្នុងទំនុកដំណើរ3បានឆ្លុះបញ្ចាំងពីទិដ្ឋភាព3ធំរបស់ដាវីតបាទបទពិសោធន៍ក្នុងការធ្វើជាអ្នកគង្វាលក្នុងការខ្វៀលឈាមបទពិសោធន៍ក្នុងការធ្វើជាជាមបាទដែលឆ្កែទៅចោលប្រមាញ់បាទហើយព្រះជាអ្នកខ្វៀលតើគាត់ធ្វើជាជាមនៅពេលណាគាត់ធ្វើជាជាមនៅចំពោះមុខកលយ៉ាតគាត់ធ្វើជាជាមនៅចំពោះមុខអីគេគាត់ធ្វើជាជាមនៅចំពោះមុខសឹងគាត់ធ្វើជាជាមចំពោះមុខខ្លាឃ្មុំគាត់ធ្វើជាជាមចំពោះមុខយ៉ាងមិនដែរសាច់ស្ដេចសូលដែលតាមសម្រាប់គាត់គ្រប់ពេលស្ដេចសាសដតីដែលតាមសម្រាប់គាត់គ្រប់ពេលមុនពេលគាត់ខ្លាចជាស្ដេចពេលនោះហើយគាត់ជាជាមដែលគេតាមប្រមាញ់គ្រប់ទីកន្លែងបាទរហូតដល់អីគេពហិមាត់ធ្វើឈួតទៀតដើម្បីសង្គ្រោះជីវិតនោះគឺជាជាមអ្នកណាខ្វៀលគាត់បទពិសោធន៍នៃការឆ្លងកាត់បាទហៀបនឹងស្លាប់បាទដែលគាត់ពិពណ៌នាថាគាត់បានឆ្លងកាត់ច្រកភ្នំបាទខាងនេះក៏ភ្នំខាងនេះក៏ភ្នំមានផ្លូវតែមួយហើយល្ងិតឈឹងបាទគឺជាច្រកភ្នំនៃមលុបសេចក្តីស្លាប់នោះគឺជាឧបសគ្គទាំងឡាយច្រកភ្នំនៃមលុបសេចក្តីស្លាប់ convert បានផ្លាស់ប្ដូរ David ពីអ្នកយល់ដឹងអំពីព្រះចេះចាំអំពីព្រះនិទានអំពីព្រះរៀនអំពីព្រះទៅជាអ្នកមានការសន្ទនាការប៉ះពាល់ដោយផ្ទាល់មានទំនាក់ទំនងដោយផ្ទាល់បទពិសោធន៍ផ្ទាល់ខ្លួនអាមែនហើយនេះឯងគឺជាអ្វីដែលដាវីតចង់បង្រៀននិយាយឲ្យស្រួលស្ដាប់លោកចង់និយាយប្រាប់ពួកជំនុំគ្រប់សម័យកាលគ្រប់ជំនាន់បាទបងប្អូនពួកបរិសុទ្ធហើយកុំគ្រាន់តែមានចំណេះពីព្រះកុំគ្រាន់តែនិទានពីព្រះកុំគ្រាន់តែនិយាយពីព្រះកុំគ្រាន់តែបំរើពីព្រះកុំគ្រាន់តែបង្រៀនអ្នកដទៃពីព្រះកុំគ្រាន់តែនិយាយសេចក្តីល្អពីព្រះប៉ុណ្្នឹងអត់គ្រប់គ្រាន់ទេបាទអ្វីដែលអ្នកធ្វើនឹងគឺគ្រាន់តែពិពណ៌នាពីព្រះជាអ្នកណាព្រះបានធ្វើការអ្វីទេបាទក៏ប៉ុន្តែការពិពណ៌នាទាំងអស់នោះមិនជួយអ្នកឡើយអ្វីដែលជួយអ្នកអ្វីដែលផ្លាស់ប្ដូរអ្នកអ្វីដែលធ្វើការនៅក្នុងអ្នកបាទគឺនៅពេលដែលអ្នកមានលទ្ធភាព transform នៅចំណេះដឹងព័ត៌មានគំនិតប្រាជ្ញាយោបល់អ្វីដែលអ្នកបានដឹងអ្វីដែលអ្នកបានលឺអ្វីដែលអ្នកបានរៀនទៅជាបទពិសោធន៍ផ្ទាល់នៃជីវិតជាក់ស្ដែងរវាងអ្នកនិងព្រះនៅពេលនោះហើយអ្នកនឹងយល់សពគ្រប់នៅពេលនោះហើយដែលការផ្លាស់ប្ដូរបានកើតឡើងនេះជាអ្វីដែលដាវីតចង់និយាយអញ្ចឹងហើយបានខ្ញុំថាម៉េចតើរវាងខ1និងខ3បាទហើយខ5ខ4និងខ5បាទ
ខុសគ្នាយ៉ាងម៉េចដែលដាវីតបានបដូរពី third person ទៅជា second person បាទគឺជាលងនៃសេចក្តីស្លាប់បទពិសោធន៍នៅក្នុងជីវិតលោកនេះមនុស្សជាទូទៅក៏និយាយពីទីរហោស្ថានភ័យខ្លាចអត់ចង់ដឹងអត់ចង់ឮអត់ចង់ឆ្លងកាត់គេយល់ថានៅពេលដែលស្ថានភាពខាងវិញ្ញាណគេនៅក្នុងទីរហោស្ថានគឺគេធ្វើខុសអីមួយហើយព្រះបំភ្លេចគេហើយព្រះបោះបង់គេហើយអ្នកណាបង្រៀនអ្នកអំពីរឿងទាំងអស់នេះព្រះកាពីអត់បានប្រាប់អ្នកអញ្ចឹងទេទីរហោស្ថានទទួលស្គាល់គ្មានទឹកក្តៅគួរឲ្យភ័យខ្លាចបាទឯកោបាទពិតប្រាកដក៏ប៉ុន្តែដាវីតប្រាប់ថាម៉េចដាវីតបានប្រាប់ថា not the valley of death but a valley of shadow of death ភាគខុសគ្នាលោករៀបរាប់ថាម៉េចលោកមិនបាននិយាយថាគាត់ឆ្លងកាត់ជ្រលងនៃសេចក្តីស្លាប់ទេដាវីតប្រាប់ថាគាត់បានឆ្លងកាត់ជ្រលងនៃមលុបសេចក្តីស្លាប់ខុសគ្នាកន្លែងនេះជ្រលងនៃសេចក្តីស្លាប់និងជ្រលងនៃមលុបនៃសេចក្តីស្លាប់វាជារឿងពីរផ្សេងគ្នាយល់វិញចង់និយាយអត់ជ្រលងនៃសេចក្តីស្លាប់មានន័យថាកន្លែងយើងឲ្យតែទៅគឺស្លាប់ហើយតែជ្រលងនៃមលុបសេចក្តីស្លាប់គឺជ្រលងនឹងមិនអាចសម្លាប់អ្នកទេគឺគ្រាន់តែអាចធ្វើឲ្យអ្នកភ័យតែប៉ុណ្ណោះជ្រលងនៃសេចក្តីស្លាប់នឹង equal ជ្រលងនៃសេចក្តីស្លាប់នឹងគឺស្មើនឹងជីវិតបជារាជព្រះដែលនៅក្នុងទីរហោឋានអាមែនបាទជីវិតនៅក្នុងទីរហោឋានទី1គ្មានម្នាក់ណាមួយក្នុងចំណោមអ្នកជឿដែលអាចឆ្លងផុតទេតើជាអ្វីខ្លះត្រូវគេបោះបង់ត្រូវគេបដិសេធត្រូវគេនិយាយបង្ខុសត្រូវគេ backbite លួចខំពីក្រោយត្រូវគេមួលបង្កាច់ទម្លាក់កំហុសបាទបញ្ហាវិបត្តិសុខភាពបញ្ហាសេដ្ឋកិច្ចបញ្ហាត្រូវគេបោះបង់បាទបញ្ហាត្រូវគេមើលងាយគ្រប់យ៉ាងអានឹងគឺជាទីរហោឋាននៃជីវិតជាគ្រីស្ទបរិសុទ្ធអាមែនបាទនឹងវិជាការពិតហើយគ្រប់គ្នាត្រូវឆ្លងកាត់បាទហើយព្រះក៏អនុញ្ញាតឲ្យយើងឆ្លងកាត់ដែរបាទប៉ុន្តែកុំភ្លេចតើអ្វីបានកើតឡើងខ្លះនៅទីរហោឋាននៅក្នុងព្រះគម្ពីរសមុទ្រក្រហមបានញែកជាពីរទឹកល្វីងប្រែទៅជាសាបបាទនំម៉ាណាធ្លាក់ពីលើមេឃពពកបានគ្របក្បាលពួកជនជាតិអ៊ីស្រាអែលគេបានយកឈ្នះអាម៉ាឡេកអាមែនទឹកចេញពីថ្មម៉ូសេបានឃើញភ្លើងឆេះគុំបន្លាតែមិនសោះនៅក្នុងទីរហោឋានម៉ូសេព្រះបានត្រាស់ហៅនៅទីរហោឋានបាទម៉ូសេបានទទួលព្រះបន្ទូលព្រះអង្គនៅទីរហោឋានអ៊ីស្រាអែលបានត្រឡប់ទៅជារាជរបស់ផងព្រះអង្គក៏នៅក្នុងទីរហោឋានក្រឹតវិន័យ10ប្រការទទួលនៅទីរហោឋានរោងរបរសុទ្ធទទួលនៅទីរហោឋានបាទការ form បាទអីគេ priesthood ក៏ទីរហោឋានការរៀបចំអាណាចក្ររបស់ផងព្រះក៏ចាប់ដើមនៅក្នុងទីរហោឋានមួយណាដែលបង្កើតឡើងក្នុងទីរហោឋានអាមែនត្រូវឬអត់ព្រះគម្ពីរបានប្រាប់អ្នកថាឲ្យតែពេលដែលអ្នកនៅក្នុងទីរហោឋានអ្នកខកអីមួយហើយឲ្យតែអ្នកនៅក្នុងទីរហោឋានគឺព្រះបោះបង់អ្នកចោលហើយព្រះគម្ពីរបានប្រាប់អញ្ចឹងគ្រូបរិញ្ញារបស់អ្នកប្រហែលជាអាចប្រាប់អញ្ចឹងនិកាយរបស់អ្នកប្រហែលជាអាចប្រាប់អញ្ចឹងបាទក៏ប៉ុន្តែព្រះគម្ពីរបានប្រាប់អញ្ចឹងព្រះគម្ពីរប្រាប់ថាគ្រប់គ្នាបាទមុននឹងចម្រើនធំធាត់ហើយពិសោធន៍នៅក្នុងការដើរជាមួយព្រះជីវិតគេត្រូវតែឆ្លងកាត់ទីរហោឋាននៃជំនឿបាទត្រូវគេមើលងាយត្រូវគេបោះបង់ត្រូវគ្រួសារបដិសេធបាទត្រូវមិត្តភ័ក្តិបាទលួចខំពីក្រោយឡាក់នឹងឡាក់
មានបញ្ហាសេដ្ឋកិច្ចមានបញ្ហាគ្រួសារមានបញ្ហាសពបែបយ៉ាងបាទក៏ប៉ុន្តែនៅទីនោះអ្វីត្បិតតែព្រះស្ងាត់តែព្រះបានបោះបង់អ្នកចោលហើយវត្តមានព្រះនៅទីនោះជាមួយបាទនៅទីនោះហើយដែលអ្នកស្និទ្ធស្នាលជាមួយព្រះអ្នកឮសំឡេងព្រះអ្នកមានពិសោធន៍ជាមួយព្រះអ្នករីចម្រើនធំធាត់ជាមួយព្រះហើយអ្នកទទួលព្រះបន្ទូលរបស់ផងព្រះចំម្ចាស់ក៏คล้ายទៅជាសង្ឃคล้ายជាដំណាក់របស់ព្រះគឺនៅទីនោះអាមែននេះគឺជាអ្វីដែលយើងត្រូវតែរៀនបាទឥឡូវនេះយើងមើលបាទនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក1ខ2ខ4លោកយ៉ាកុបដែលជា half brother របស់ផងព្រះយេស៊ូវលោកថាម៉េចកាលណាអ្នករាល់គ្នាមានសេចក្តីលបួងផ្សេងនោះហើយអាលបួងផ្សេងហ្នឹងគឺជីវិតយើងរបស់ផងយើងនៅក្នុងទីរហោឋានឬក៏នៅក្នុង the shadow of death ហ្នឹងឯងនោះត្រូវមានអំណរសពគ្រប់វិញគាត់ប្រាប់ថាគាត់មិនបានប្រាប់ថាពេលហ្នឹងឯងចាំណាព្រះបោះបង់ឯងចោលហើយពេលហ្នឹងឯងចាំណាហើយខ້ອຍមួយហើយក៏បាននិយាយចឹងទេគាត់និយាយថាត្រូវមានសេចក្តីអំណរសពគ្រប់ហេតុអីពីព្រោះព្រះនាំអ្នកទៅកាន់វត្តមានព្រះកាន់តែជ្រៅបទពិសោធន៍ជាមួយព្រះកាន់តែជ្រៅបាទព្រះកំពុងតែកែច្នៃអ្នកដើម្បីឲ្យអ្នកធ្វើការកាន់តែធំបាទអញ្ចឹងហើយបាទអ្នកត្រូវមានអំណរហើយគុំអធិដ្ឋានទៅព្រះអង្គអើយសូមដកខ្ញុំចេញពីជីវិតហ្នឹងទៅសូមដកខ្ញុំចេញពីបញ្ហាហ្នឹងទៅអូខេសូមឲ្យខ្ញុំប្រាប់មួយបើព្រះស្រាប់ពីអធិដ្ឋានរបស់អ្នកហើយព្រះអង្គដកអ្នកចេញនៅពេលហ្នឹងមានន័យថាមេរៀននេះអ្នករៀនអត់ចេះទេថ្ងៃក្រោយអ្នកត្រូវរៀនមេរៀនម្ដងទៀតចង់រៀនមេរៀនមួយប្រហែលដងអាមែនអញ្ចឹងកុំអធិដ្ឋានសូមឲ្យព្រះដកយើងចេញព្រះអង្គសូមចម្រើនកម្លាំងព្រះអង្គសូមឲ្យកូនយល់ពីគម្រោងការព្រះអង្គសូមជួយកូនឲ្យឈ្នះហើយសូមឲ្យកូនចេះរៀនមេរៀនមួយនឹងអានេះគឺជាពាក្យអធិដ្ឋានដែលត្រឹមត្រូវពីព្រោះបើលោកអ្នកបងប្អូនប្រឡងឌីប្លូមមិនជាប់គ្មានសិទ្ធិរៀនបាក់ឌុបទេហើយបើលោកអ្នកបងប្អូនប្រឡងបាក់ឌុបមិនជាប់ក៏អត់អាចចូលមហាវិទ្យាល័យដែររឿងធម្មតាគឺវាអញ្ចឹងអញ្ចឹងបើលោកអ្នកបងប្អូនតែព្រះអង្គអើយជួយទូមគុំដល់ព្រោះភ័យដល់ព្រោះខ្លាចសូមឲ្យព្រះអង្គដកចេញពឹបខែក្រោយព្រះអង្គដាក់វិញផ្លុកភាសាទៀតធ្ងន់ជាងមុនឃើញទេបាទខ្ញុំប្រាប់ឲ្យតើនគរព្រះគ្មានផ្លូវកាត់ទេម្នាក់ណាបាទអ្នកសំណប់ម្នាក់ឆ្លងកាត់យ៉ាងម៉េចអ្នកទៀតឆ្លងកាត់អញ្ចឹងបាទហើយបើលោកអ្នកបងប្អូនចង់ចូលចិត្តដើរផ្លូវកាត់មើលរឿងផ្លូវទៅឋានសួគ៌បាទទៅសេដោយបាទCLV មើលឡើងវិញទៅផ្លូវឋានសួគ៌បាទមានតែតុក្កតាគេសម្រាយទៀតអាមែនបាទតែយ៉ាកុបបានប្រាប់ថាម៉េចខ្ញុំទទួលស្គាល់ជឿព្រះមានការលបួងជាច្រើនមានការលបងលោជាច្រើនមានការលំបាកជាច្រើនក៏ប៉ុន្តែនៅក្នុងការលំបាកនោះត្រូវចេះរកចំណុចវិជ្ជមាននៅក្នុងការលំបាកនោះអ្នកត្រូវអស់ហេតុអីដោយដឹងថានេះជាចម្លើយដែលនាំឲ្យអស់ការលបងលោមើលសេចក្តីជំនឿនៃអ្នកនាំឲ្យបង្កើតឲ្យមានសេចក្តីជាប់ជួនការលបងឧបសគ្គដែលបានកើតឡើងជួយឲ្យយើងកាន់តែរឹងមាំក្នុងព្រះទេគាត់ចង់និយាយអញ្ចឹងចូលទុកឲ្យសេចក្តីខ្ជាប់ខ្ជួនគឺបានធ្វើការសម្រេចពេញលេញចោះដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខអញ្ចឹងទៅពីខ្ជាប់ខ្ជួនបាទយ៉ាងមិនដែរធ្វើយើងគ្រប់លក្ខហើយគណៈយើងគ្រប់លក្ខហើយគឺជាកូនដែលជាទីសព្វតីជាស្រីកំណាន់របស់ផងព្រះពេលនោះយើងសុំអីក៏បានដែរបាទអាមែនបាទហើយពេញខ្នាតអត់ខ្វះអ្វីឡើយអាមែនកន្លែងហ្នឹងឯងដែលព្រះគម្ពីរយូហានគម្ពីរម៉ាថាយ 6:33 ថាម៉េចគ្រប់របស់ទាំងនោះនឹងប្រទានមកអ្នករាល់គ្នាថែមទៀតផងនៅពេលណានៅពេលដែលអ្នកស្វែងរកនគរព្រះឃើញគម្ពីរអត់បានប្រឆាំងទេអាមែនមើលតទៀតបាទ Korintho ខ្សែទី
ចំពុក11ខ23ទៅកាន់ខ26ប៉ូលប្រាប់ថាម៉េចបាទខ្ញុំត្រូវរំពាត់ហួសល្បត់មានន័យថារាប់លែងអស់ហើយពាក្យហ្នឹងមានន័យចឹងអាមែនបាទទាំងត្រូវជាប់គុកជាច្រើនជាងគេមានន័យថាមានអ្នកបម្រើព្រះអង្គទាំងអស់ជាប់គុកតែគាត់ជាប់គុកច្រើនជាងអ្នកជាប់គុកដទៃទៀតអាមែនក៏នៅភាពចិត្តស្លាប់ជាញយដងសួរលេតើនេះជាមិនទីរហោឋានទេតើនេះមិនជ្រលងនៃមលុបសេចក្តីស្លាប់ទេណា5ដងហើយដែលសាសយូដាវាយខ្ញុំនេះនិយាយតែភាសាខ្លួនឯងអត់និយាយសាសដទៃទេ40រំពាត់ខ្វះតែមួយទេណាបាទគេវាយខ្ញុំនឹងដំបង3ដងគេចោលខ្ញុំនឹងថ្មម្ដងខ្ញុំត្រូវសំពៅលិច3ដងបាទខ្ញុំនៅនីកណ្ដាលសមុទ្រអស់មួយថ្ងៃមួយយប់ខ្ញុំដើរដំណើរជាច្រើនក៏មានសេចក្តីអន្តរាយនៅទន្លេអន្តរាយដោយពួកចៅប្លន់អន្តរាយបាទដោយសាសរបស់ខ្ញុំអន្តរាយដោយសាសដតីអន្តរាយក្នុងទីក្រុងបាទក្នុងទីរហោឋានក្នុងសមុទ្រក្នុងពួកបងប្អូនខ្លែងខ្លាយនឹងមិនជីវិតក្នុងទីរហោឋាននេះនឹងមិនជីវិតបាទដែលដើរកាត់ច្រកភ្នំនេះមលុបសេចក្តីស្លាប់ទេអាមែនហើយបើប៉ូលលោកឆ្លងកាត់គ្រប់រឿងចុះខ្ញុំឲ្យលោកណាងបងប្អូនស្អីដែរចង់រួចខ្លួនអាមែនចង់រួចខ្លួនបានទុកក្បាលអាមែនឥឡូវយើងមើលពេលខ្លះលោកណាងបងប្អូនព្រះអនុញ្ញាតឲ្យការមួយអាក្រក់កើតឡើងហើយពេលខ្លះបងទុកក្នុងជីវិតយើងអត់ដកចេញហេតុអីទុកគំរាមយើងយេស៊ូវស្ដាប់អាមែនហេតុអីបានអញ្ចឹងពីព្រោះព្រះអង្គដឹងថាបើដកអាកំសោយមួយនឹងតិចចាប់អានឹងលេងឆ្នេះដូចគោអញ្ចឹងកាលណាគេចង់ control វាគេដាក់កន្លោះអញ្ចឹងប្រជារាព្រះខ្លះបាទដូចជាសត្វចិញ្ចឹមដែលស្ដាប់បង្គាប់ប្រឡែងទៅណាក៏វាមិនខ្ចីទៅដែរតែប្រជារាស្ត្ររបស់ផងព្រះខ្លះដូចជាលាព្រៃអញ្ចឹងបាទដាក់កន្លោះហើយក៏នៅទាញបាទព្រះដែលបង្កើតមនុស្សព្រះអង្គដឹងបាទអ្នកខ្លះព្រះអង្គមានដាក់កំសោយអ្វីទេព្រះអង្គដោះ totally free តែអ្នកខ្លះទៀតព្រះអង្គរក្សាសេចក្តីកំសោយនឹងមិនមែនសម្លាប់ទេទុកដើម្បីបង្ក្រាបហើយទុកមួយជីវិតដល់ថ្ងៃស្លាប់ពីព្រោះគោលបំណងរបស់ព្រះគឺអីគេជីវិតត្រឡប់ឋានសួគ៌ដោយសុវត្ថិភាពក្រឹនថោខ្សែទី2បាទសុំទោសអានបញ្ចប់ត្រូវនឿយហត់ហើយលំបាកត្រូវចាំយាមជាញយត្រូវស្រែកឃ្លានត្រូវអត់ជាញឹកញយត្រូវរងាត្រូវអាក្រាតបាទក្រៅពីការខាងសាច់ឈាមក៏មានសេចក្តីកង្វល់ខាងក្រុមជំនុំបាទដែលប្រជ្រៀតមកលើខ្ញុំរាល់តែថ្ងៃជានិច្ចថែមទៀតមានមួយណាស្រួលហើយមានមួយណាដែលលោកណាបងឆ្លងកាត់ហើយនៅមែនបាទឥឡូវយើងមើលបាទលោកដាក់ទឿនធីម៉ូថេយ៉ាងម៉េចនៅក្នុងធីម៉ូថេបាទខ្សែទី2ជំពូក3ខ12អស់អ្នកណាដែលចង់រស់សូមនិយាយជាមួយខ្ញុំចង់រស់បងប្អូនចង់រស់ឬចង់ស្លាប់បាទព្រះជាម្ចាស់មានទូលថាអស់អ្នកណាដែលចង់រស់ដោយគោរពប្រតិបត្តិដល់ផ្លូវព្រះគ្រីស្ទយេស៊ូវនោះត្រូវមានសេចក្តីបៀតបៀនដែរឬអត់ប៉ូលយល់លោកយ៉ាកុបយល់អំពីអាកំបាំងនឹងថាក្នុងឋានៈយើងដែលជាអ្នកជឿព្រះជាម្ចាស់យើងមិនអាចជៀសផុតអំពីទីរហោឋានឬជៀសផុតអំពីជ្រលងនៃមលុបសេចក្តីស្លាប់បានទេពីព្រោះលោកីនេះស្ថិតនៅក្នុងអាវ៉ាតរបស់បាបលោកីនេះស្ថិតក្នុងបាបអំណាចនៃបាបបាទហើយក្នុងអាវ៉ាតនៃសាតាំងដែលជាមេពួកភូផបាទក្នុងពេលដែលយើងជាជនអន្តោប្រវេសន៍បាទនៅឡើយនេះបាទដែលរស់លើផែនដីពេញទៅដោយសេរីស្មុគលោកច្បាស់ណាស់យើងមិនអាចជៀសផុតពីបញ្ហាទេក៏ប៉ុន្តែចាំពាក្យតាវីតជ្រលងនៃសេចក្តីស្លាប់អាចបំភ័យយើងអាចបន្លាចយើងអាចធ្វើឲ្យយើងតក់ស្លុត
អាចធ្វើយើងអស់កម្លាំងអាចធ្វើយើងភ័យខ្លាចតែសឡងនៃសេចក្តីស្លាប់គ្មានអំណាចនឹងសម្លាប់យើងទេគ្មានអំណាចនឹងធ្វើឲ្យយើងឆេះធ្វើឲ្យយើងក្តៅធ្វើឲ្យយើងស្លាប់បាទឬមានអំណាចដើម្បីនឹងអីគេដកយកជីវិតរបស់យើងឡើយពីព្រោះវាគ្រាន់តែជាស្រមោលត្រូវឬអត់វាគ្រាន់តែជាស្រមោលបាទសំមើតទៅទៀតរ៉ូមជំពូក5ខ3ខ5យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកពោលប្រាប់ថាម៉េចបាទពោលប្រាប់ថាទុក្ខលំបាកដែលយើងឆ្លងកាត់យើងត្រូវមានមនុស្សមិនត្រូវបាក់មុខទេដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតវាជាមេរៀនវាជាស្ពានបាទដែលធ្វើយើងបោះទៅកាន់ជំហានមួយទៀតចេះទ្រាំទ្របាទសេចក្តីទ្រាំទ្រនាំឲ្យមានសេចក្តីសាមថ្នឹកសេចក្តីសាមថ្នឹកបង្កើតឲ្យមានក្តីសង្ឃឹមអាមែនបាទអញ្ចឹងឧបសគ្គនីមួយវា build up another step ដើម្បីឲ្យយើងទៅខ្ពស់ជាងមុនយល់ជ្រៅជាងមុនបាទទទួលពរជាងមុនដើរទៅក្នុងសិទ្ធិអំណាចជាងមុនអាមែនបាទនេះគឺជាអ្វីបាទសូមមើលនៅក្នុងករិនថូសខ្សែទី2ចំពុក12ខ7ខ10ប៉ូលបានប្រាប់អំពីកំសោយដែលព្រះដាក់ក្នុងជីវិតរបស់ផងគាត់ហើយក៏ប្រាប់ថាម៉េចគាត់ថាខ្ញុំទូលសូមឲ្យព្រះស្ដីឲ្យខ្ញុំហើយព្រះប្រែថាអញអត់ដកទេហើយកំសោយនោះនៅក្នុងជីវិតគាត់ដល់ប្រាប់ដល់ថ្ងៃគាត់ស្លាប់ហេតុអីពីព្រោះពោលជាលាព្រៃដែលព្រះទៅតែបង្ក្រាបទើបអាចប្រើគាត់បានហើយពេលខ្លះជីវិតរបស់លោកអ្នកបងប្អូនក៏ដូចគ្នាផងដែរបាទប្រហែលជាមានសេចក្តីកំសោយណាមួយបាទដែលព្រះនឹងមិនអាចដកចេញពីជីវិតអ្នកបានទេពីព្រោះព្រះអង្គទុកបងមិនបង្ក្រាបនេះពីព្រោះអ្នកជាលាព្រៃដែលព្រះមិនអាចបង្ក្រាបបានតែបើព្រះដឹងថាអ្នកជាកូនដែលចុះចូលហើយស្ដាប់បង្គាប់បាទមិនបះបោគ្មានអីដែលព្រះត្រូវដកតែមិនដកទេករណីបែបនេះគឺតែទួយបំផុតអាមែនលោកនិយាយថាម៉េចក្រែងខ្ញុំកើតមានចិត្តធំឃើញអត់អាចចិត្តធំនឹងហើយដែលធ្វើអបតងព្រះដោយព្រោះការបើកសម្ដែងហួល្បត់អានេះចិត្តធំនឹងមិនមែនចិត្តធំអីណាចិត្តធំអួតរឿងព្រះតែអួតមិនអួតសរសើរអំការព្រះធម្មតាអួតរហូតដល់ខ្លួនឯងខ្លាយទៅជាមនុស្សមានបាបដោយសារអួតបានជាមានបន្លាចាក់ក្នុងសាច់ខ្ញុំទេវតារបស់អរិយសាតាំងដែលធ្វើទុកខ្ញុំដើម្បីកុំឲ្យខ្ញុំមានចិត្តធំឡើយគឺអត់ខ្ញុំបានទូលសូមដល់ព្រះម្ចាស់3ដងឲ្យដកសេចក្តីនោះចេញពីខ្ញុំទៅតែទ្រង់មានបន្ទូលមកខ្ញុំថាគុណអញល្មមដល់ឯងហើយកម្លាំងអញក៏បានពេញបរិបូរណ៍ពេញຂະຫນាតដោយព្រះសេចក្តីកំសោយដែរដូច្នេះខ្ញុំស៊ូអួតពីសេចក្តីកំសោយរបស់ខ្ញុំដោយអំណរបាទជាខ្លាំងដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសន្ធិដ្ឋនៅក្នុងខ្ញុំហេតុនោះបានជាខ្ញុំសប្បាយក្នុងកាលដែលមានសេចក្តីកំសោយក្នុងកាលដែលមានគេថ្មេះតេដៀលក្នុងការលំបាកបាទការបៀតបៀនបាទការចង្អៀតចង្អល់ដោយយល់ដល់ព្រះគ្រីស្ទត្បិតកាលណាខ្ញុំខ្សោយនោះខ្ញុំមានកម្លាំងកាន់តែខ្លាំងឡើងនៅពេលដែលសាច់ឈាមយើងខ្សោយបាទពេលនោះហើយដែលយើងរកព្រះជាងមុនពេលនោះហើយដែលយើងស្និទ្ធស្នាលជាមួយព្រះជាងមុនពេលនោះហើយដែលយើងស្ដាប់សម្លេងព្រះបានជាងមុនពេលនោះហើយដែលយើងរៀនចុះចូលចំពោះព្រះជាម្ចាស់ហើយក៏ជាពេលដែលបាទលឹងវិញ្ញាណរបស់យើងចាប់ផ្ដើមរីកចម្រើនទំនាក់ទំនងរបស់យើងចាប់ផ្ដើមរីកចម្រើនដែរអាមែនបាទអញ្ចឹងពោលបានប្រាប់ទាំងអស់បាទមានរឿងជាច្រើនកើតឡើងដល់គាត់បាទហើយមិនមែនថាគាត់សន្មតទេព្រះប្រាប់គាត់តែម្ដងកុំសុំទៀតអញដកចេញទេអាមែនក្នុងព្រះគម្ពីរអីក៏មានដែរលោកអ្នកបងប្អូនបាទខ្ញុំរំលឹកម្ដងហើយម្ដងទៀតដាវីតអត់បាននិយាយថាជ្រលងនៃសេចក្តីស្លាប់ទេបាទបើពីព្រោះជ្រលងនៃសេចក្តីស្លាប់កន្លែងនេះប្រៀបធៀបនឹងជីវិតបាទរបស់សត្វជៀមនៅក្នុងទីរហោឋានដែលទីរហោឋានមិនមែនជាកន្លែងសម្លាប់យើងទេ
thôi tôi bắt đầu dương cái đài thôi bắt đầu dương sấy thôi bắt đầu dương thua dương phơi khai thôi bắt đầu mưa tới ai cao có bản đại ti rào than cứ chỉ cần lạnh đó là đại dương co sang tụm nẹt tụm nòngมุจเริงจึงมนลือประโซเสียงบอกเปรตตัวตูลกาอาจารย์ไปเปรตตัวตูลเปรตบรรทุบอกเปรตอาเมนตุนแต่อะไรจะทราบป่ะบ่ให้กลายนึงไอ้แต่บานพระโดดาวิดปีเนี่ยตรมแต่เทศนาปีเปรตเนี่ยมือเคยปีเปรตเนี่ยดังเนี่ยลือปีเปรตตัวจีเนี่ยมินตุนแต่ตุนนองดอกปลอดสาวจมูกเปรตต่อทีลูกแนมปอนอะไรเรื่องสำคัญมือเตียนตาลูกแนมปอนเคยเอกนรูนี่อะไรมือรูปมึงตะได้ตะกันที่ปีบ่อดมีปลื้อแต่ไม่สมาเลยตาเมรินนึกมันแบบยังไงคล่ะหนึ่งปีได้ดาวิดบ่ปรับท่าตูบังกุมบ่หนึ่งปีเลยตูบังกุมได้กัดจรอบพนมในมันลบสกได้สลับบ่จรอบพนมในสมมาลบ่ชบ้านนะกันนามินสมาลได้คัดตระเต็มบนลือนี่คือจีอาร์กำมังเนี่ยกระโปรงแต่ดาวครึ่งสมาลแต่จองจำคือมินปลื้อเอาเป็นเดสมาลนั่งโดยเฉพาะปลื้อเปิดประกอบจีนขมุกตรายรอดนี่คือเจียไว้แต่ยังตรายจุลจังเนื้อเปื่อยอะไรชีวิตเนี่ยเนื้อขนมตีเราทานกลมเพยกลมคลายไว้ในเนี่ยตรายเถื่อโซ่หมอยเปรย์จิมจ่าช่วยยืงจำรานกำลังยืงดำไปเอายืงฉลองกัดหนึ่งเมรินมวยหนึ่งสมบังบางสำได้แต่ปองจังไปเรียนเรื่องไงสมช่วยยืงเรียนเจ้ให้โยนสกอเปรย์จึงมุนบาดให้จองจำเนี่ยมันเนื้อขนมตีเราทานแต่เราเตะเนี่ยได้เนื้อขนมตีเราทานยูจิงเก้คือจีจุนที่ดีไซน์ก็คงแต่สายสับชนำกลายบกประโยชน์จริงเนี่ยอาเมนบ่าพายจะลงนางพอลือสายสับชนำประโยชน์จริงจู้ไหมวิทัศน์นั่นเลยลงนางพอเรียนเจริญอาร์ตอาเมนปอดได้ชบ้านน่ะเนี่ยหนึ่งมันเนื้อขนมตีเราทานเราโคตรนุ่มตีบ่าทั้งไงมวยแปลงดอกทั้งไงมวยแปลงพอไอ้ประสาลางบ่าปีปลุกหาดีเก้บ่าบรรโตปีการงตกบ่าเสรีรอหนึ่งรองจำเนี่ยนะครับมกบรรโตปีการงตกเปรโปรองจำเนี่ยปีมกบรรโตปีกาบ่ารองตกบ่าฉลองกัดสมาลงเตอร์บนลือเนี่ยนะครับมกถึงจะได้สับบ่าจังให้บานเจกี้ลูกนางปอนเมื่อในขนมคอปรามบ่าตุ่มลูกกลางจุ่มปุก30คอปรามบ่าประบาดดาวินยัยทำไมนี่สัตว์ดาวิดตั้งอ๋อลูกยัยทำไมตัวใบยุ่มมายุบก็เป็นลำลางกงตะเมียมนอได้บ่าก็ทำไมบ่าตบัดสิกเด็กขยันระบตรงในตายมือเพลเต้ตายแปรกลในตรงหนูเนยออกมวยชีวิตตักพเนกบ่าหนึ่งเมียนเนยจวบออกมวยยุบก็บ้านตายปรึกลางกงตะเมียสกเรมนอได้อาเมนให้ดาวิดนี่เย่นี่คือไอ้เก้ปีสาวจองจังเนี่ยนึ่งเหมือนอ้ายบ่าคลายตัวเจ้าราระบอกเปรียเต้บ่าเนี่ยมันฉลองกัดรุงสังเนี่ยมันนายคลายตัวจีเนี่ยสำนับเปรียเต้บ่าเนี่ยมันฉลองกัดกุกเพลิงเนี่ยมันนายคลายตัวจีเนี่ยบำราเปรียเต้บ่าเนี่ยมันฉลองกัดติสกอบ่าเนยแต่โปติภามุนเปลได้โยไซด์คลายตือจีนยุรัฐมนตรีก็เทคทำจิตดับชนำในแต่โปติภาเนี่ยมินได้สู้ที่เนื้อเปได้กอดปิ้งเอาสมรรถภาพทัวจีนยุรัฐมนตรีใส่สไลด์ตุกจัดกอดตากอดบ้านจำแนกพินาเมาเบอร์ปิมุนก่อนได้เอาเชือกกับพวกนึงจำแนกได้กอดบ้านเรียนคือเรียนในแต่โปติภาขนมเนียมติสกอให้ก่อนนึกจิตดับชนำปีปลัวตั้งไปช่างไงกี่ลู่เราโหดกว่าคลายที่เชื่อรันไตรก่อนดับใบชนำเนื้อขนมกุ๊กไปหายจีบใบหรือปรามชนำอย่างยู่กลายเป็นเนื้อแต่โปติภาคือเจสกอลวิจัยไลได้ทั่วไอ้กอดมินสมาร์ทเพียบปีมนุษย์ธรรมดาคลายจีนิยุรัฐมนตรีกรุบกรองเศรษฐกิจพิภพโลกกุ๊ก
គឺគ្រាន់តែជាពិសោធន៍ទេកន្លែងដែលគាត់យកទ្រឹស្ដីទៅអនុវត្តដើម្បីឲ្យគាត់ខ្លាយទៅជា leadership ផ្ទះពោធិផាផ្ដល់ចំណេះគុកផ្ដល់ leadership ឲ្យគាត់ភាពជាអ្នកដឹកនាំអាមែនជាការពិតអញ្ចឹងលោកអ្នកបងប្អូនចង់ខ្លាយជាដាវីតលោកអ្នកបងប្អូនហ៊ានត្រង់ទុកដាវីតទេលោកអ្នកបងប្អូនចង់ខ្លាយទៅជាយ៉ាកុបចង់ខ្លាយទៅជាយូសែបចង់ខ្លាយជានាយករដ្ឋមន្ត្រីដូចយ៉ាសែបកុំភ្លេចលោកអ្នកបងប្អូនត្រូវឆ្លងកាត់ទារហោឋានសិនអាមែនបាទនេះគឺជាការពិតហើយមើលមកតទៅទៀតព្រះគម្ពីរយ៉ូហានចំពុក16ព្រះយេស៊ូវមានបន្ទូលថាម៉េចអ្នករាល់គ្នានឹងព្រួយចិត្តតែសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរវិញព្រះយេស៊ូវមានបន្ទូលអាមែនបាទអញ្ចឹងហើយបានជាយើងឃើញមិនដោយសារមលុបនៃសេចក្តីស្លាប់បានប្រែដាវីតពីអ្នកពីពរនីអំពីព្រះទៅជាអ្នកមានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ដែលធ្វើឲ្យមានសេចក្តីផ្លាស់ប្ដូរយ៉ាងធំនៅក្នុងជីវិតរបស់ទ្រង់អាមែនបាទត្រឡប់មកវិញមើលទម្រង់កាំង23ឡើងវិញណាអញ្ចឹងលោកអ្នកបងមើលចន្លងនៃសេចក្តីស្លាប់ The Valley of Shadow of Death បានប្រែคล้ายគាត់ពីបុគ្គលទី2បាទបានប្រែคล้ายគាត់ពីបុគ្គលទី3คล้ายទៅជាអីគេហើយគាត់ទៅជា third person คล้ายទៅជាបុគ្គលទី2អាមែនយើងមើលភាសា He make me lie down បាទមកអីគេ You prepare a table for me អាមែនអាមែនបាទនេះគឺជាអ្វីដែលលោកអ្នកបងប្អូនត្រូវរៀនឥឡូវបាទព្រះយេហូវ៉ាមិនអាចคลายបាទជាអ្នកគង្វាលយើងទេបើយើងគ្មានទំនាក់ទំនងផ្ទាល់ជាមួយនឹងព្រះជាម្ចាស់បាទប៉ុន្តែមុនពេលចូលទៅដល់ទំនុកកាំង23សូមមើលអត្ថបទនេះសិនបើកទៅវិញឥឡូវនេះអ្វីដែលអ្នកបងប្អូនត្រូវចាំនៅក្នុងខ5ទ្រង់រៀបតុនៅមុខបាទនៅមុខទូបង្គំចំពោះពួកខ្មាំងសត្រូវផង what this at បាទតើមានន័យយ៉ាងម៉េចព្រះរៀបតុដើម្បីជប់លៀងទៅបាទដេវីតនៅចំពោះមុខខ្មាំងសត្រូវប្រហែលជាយើងយល់ថាអូនៅពេលដែលយើងទទួលពពកសត្រូវមើលទាំងសក់ទឹកមាត់បាទតែតាមពិតយើងត្រូវយល់ពី concept the table of party បាទ of gala dinner set by the host តុដែលត្រូវបានរៀបចំទុកលៀងគឺត្រូវបានរៀបចំដោយម្ចាស់នៃកម្មវិធីដើម្បីទទួលភ្ញៀវពិសេសបាទទទួលភ្ញៀវពិសេសតុមិនមែនគ្រាន់តែកន្លែងដាក់ម្ហូបទេក៏ប៉ុន្តែវប្បធម៌របស់ផង Eastern វប្បធម៌របស់ផងមជ្ឈិមបូព៌ារបស់ផងអ៊ីស្រាអែលជាពិសេសនៅពេលដែលគេអញ្ជើញនៅណាម្នាក់ឲ្យចូលទៅក្នុងពិធីជប់លៀងរបស់ផងគេមិនអ្នកឯងមិនមែនគ្រាន់តែបញ្ជាក់ថា you are so special បាទហើយអ្នកបាទមានសិទ្ធិញ៉ាំទទួលទានអាហារនោះទេក៏ប៉ុន្តែនៅទីនោះ totally protected នៅទីនោះគឺ 100% អ្នកត្រូវបានការពារដោយអ្នក host យល់វិញខ្ញុំចង់និយាយអត់បាទអ្នកបរិភោគដោយសុខសាន្តមិនចាំបាច់ខ្វល់ជាមួយសត្រូវទេទោះអ្នកណាមករករឿងអ្នកក៏ដោយ host ជាអ្នកទទួលខុសត្រូវយល់វិញខ្ញុំចង់និយាយអត់តើអ្នកណាជា host ព្រះពេលដែលបជារាជរបស់ព្រះបាទពេលដែលដាវីតបានមានជ័យជំនះនៅក្នុងជីវិតហើយបានដើរឆ្លងផុតច្រកភ្នំនៃមនុស្សសេចក្តីស្លាប់បាទលោកបានធ្វើដំណើរទៅដល់ពន្លឺសាជាថ្មីនៃជីវិតរបស់លោក another chapter of life នៅទីនោះបាទព្រះបានបំរុងទុកនៅព្រះពរជាច្រើនដែលលោករៀបរាប់ទៅជាតុ
រៀបចំនៅក្នុងពិធីជប់លៀងបាទដែលអីគេដែលព្រះជាម្ចាស់បំរុងទុកសម្រាប់ទ្រង់បំរុងទុកសម្រាប់លោកហើយនៅទីនោះលោកអង្គុយទទួលទានដោយសប្បាយហើយសុខសាន្តបាទខ្មាំងសត្រូវគ្មានអំណាចធ្វើទុកបៀតបៀនទៀតឡើយពីព្រោះហេតុអីពីព្រោះព្រះដែលបំរុងទុកព្រះពរនោះគឺទ្រង់មិនមែនគ្រាន់តែទុកព្រះពរទេទ្រង់ការពារយើងដែល no one can touch នេះគឺជាអ្វីដែលដាវីតនិយាយអាមែននេះគឺជាអ្វីដែលដាវីតនិយាយបាទអញ្ចឹង the Lord of hosts ដែលរៀបចំជប់លៀងសម្រាប់ដាវីតបាទគឺ protect ដាវីតដើម្បីមិនអនុញ្ញាតឲ្យខ្មាំងសត្រូវណាទេកន្លែងនឹងហើយដែលយើងតែងតែនិយាយថាព្រះច្បាំងជំនួសយើងសង្គ្រាមជារបស់ផងព្រះបាទអាមែនបាទយើងធ្វើតែសង្គ្រាមរបស់យើងទៅឆ្លងកាត់ជលងភ្នំរបស់យើងដោយជោគជ័យបាទរៀនឲ្យយល់ស្គាល់ជាមួយព្រះបាទទំនាក់ទំនងជាមួយព្រះឲ្យស្និទ្ធស្នាលជាមួយព្រះទៅនៅពេលដែលយើងដើរផុតហើយយើងទទួលយកពរបាទគ្មានណាដើមពរយើងបានទេបាទគ្មានណាប៉ះពាល់យើងបានទេបាទទោះបីជាអរិយធំអស្ចារ្យប៉ុណ្ណាតែវាមិនដែលធំជាងព្រះជាម្ចាស់នោះឡើយអាមែនអញ្ចឹងបានជាដាវីតនិយាយថាម៉េចបាទទ្រង់រៀបតុចំពោះខ្មាំងសត្រូវទ្រង់ចាក់ប្រេងលាបលើក្បាលលោកអ្នកបង He anoint បាទ He បាទ my head យើងឃើញកន្លែងនេះដាវីតនិយាយថាម៉េចបាទ You anoint my head with oil ថាមានន័យថាម៉េច oil ចាក់ប្រេងនៅលើក្បាលបាទនៅក្នុង concept របស់ផងអ៊ីស្រាអែលបាទក្នុងនាមជាអ្នកកងវិលគឺមានតែជាមរបួសទេជាមកើត stress ជាមឈឺជាមរបួសទើបអ្នកកងវិលចាក់ប្រេងនៅលើក្បាលដើម្បី comfort កំសាន្តចិត្តលើកទឹកចិត្តហើយព្យាបាលជំងឺដើម្បីឲ្យវាឆាប់ជាសះស្បើយអាមែនអញ្ចឹងដាវីតចង់និយាយថាម៉េចលោកដែលជាជាមរបួសដែលត្រូវបានគេដេញខំឲ្យរត់ឆ្លងកាត់ជលងភ្នំនៃសេចក្តីស្លាប់នេះបាទលោករបួសលោកហាត់លោកសេះសោះលោកអស់កម្លាំងបាទក៏ប៉ុន្តែយ៉ាងម៉េចដែរបន្ទាប់ពីឆ្លងកាត់ផុតហើយបាទទៅដល់ពន្លឺហើយទៅក្នុងប្រហោះរបស់ផងព្រះជាម្ចាស់ហើយប្រឡងជាប់ហើយព្រះបបងអែលថែទាំបាទព្រះកំសាន្តចិត្តលើកទឹកចិត្តព្រះព្យាបាលព្រះលួងលោមបាទព្រះទ្រង់បានចាប់ផ្ដើមកំសាន្តចិត្តយើងដោយព្រេងរបស់ផងព្រះដាវីតចង់និយាយអញ្ចឹងហើយបានជាអីគេបាទគាត់ជាជាមដែលរបួសគាត់ចង់និយាយថាខ្ញុំជាជាមដែលរបួសដែលត្រូវបានព្រះយកចិត្តទុកដាក់ដែលត្រូវព្រះបីត្រដែលត្រូវព្រះព្យាបាលដែលត្រូវព្រះកំសាន្តចិត្តលើកទឹកចិត្តមុនពេលដែលព្រះអង្គឲ្យយើងចូលទៅក្នុងតុបាយអាមែននេះគឺជាអ្វីដែលព្រះគម្ពីរប្រាប់បាទអញ្ចឹងហើយយ៉ាងម៉េចចំពោះពួកខ្វាំងសារផងទ្រង់ចាក់ប្រេងលាបលើក្បាលទូបង្គំបាទពេញនៃទូបង្គំក៏ពេញហៀបាទគឺអីគេគឺជា symbolic អំពីបាទព្រះពរទាំងសាច់ឈាមព្រះពរទាំងព្រលឹងវិញ្ញាណព្រះពរទាំងសុខភាពព្រះពរទាំងសិទ្ធិអំណាចព្រះពរទាំងអ្វីបរិបូរណ៍បាទព្រោះពេញហូរហៀនិមិត្តរូបពី prosperity រីកចម្រើនក្នុងគ្រប់ទាំងវិស័យអាមែនបាទអញ្ចឹងហើយបានជាចុងក្រោយគាត់និយាយថាម៉េចប្រាកដ surely និយាយជាមួយខ្ញុំ surely បាទសូមមើលម្ដងទៀតប្រាកដជាសេចក្តីសប្បុរសនិងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរាល់ទៅឥឡូវសូមមើលមកកន្លែងនេះភាសាអង់គ្លេសបើពាក្យមិញបាទ surely ដាក់វិញអូខេដាក់វិញដាក់អង់គ្លេសវិញដាក់ surely goodness and mercy shall follow all the day of my life បាទបើភាសាបាទនៅក្នុងភាសា Update American Standard loyal ស្អីទេប្រើពាក្យអីគេសេចក្តី
ចង់និយាយថាសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ loyal love សេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ដ៏ភក្តីភាពអាមែនអញ្ចឹងដាវីតនិយាយថាម៉េចប្រកាសណាស់សេចក្តីសប្បុរសរបស់ផងព្រះអង្គសេចក្តីមេត្តារបស់ផងព្រះអង្គតាមលោកដូចជាកូនឆ្កែអញ្ចឹងរាល់តែថ្ងៃអាមែនរាល់តែថ្ងៃបាទថ្ងៃណាក៏តាមដែរដល់រាប់ដល់អស់មួយជីវិតហេតុអ្វីបានជាលោកបញ្ជាក់ខាងក្រោមនេះតាមនេះបាទ surely goodness and loyal love សេចក្តីស្រឡាញ់ដ៏មានភក្តីភាពមានន័យថាម៉េចកុំបារម្ភព្រះអត់ក្បត់អ្នកទេព្រះអត់លួចមានស្អីទេណា loyal love shall follow me all the days of my life and I shall dwell in the house of Jehovah អញ្ចឹងហេតុអ្វីបានជាក្តីសប្បុរសក្តីមេត្តានឹងតាមព្រះបាទដាវីតរាល់ថ្ងៃពីព្រោះដាវីតហើយនឹងព្រះយេហូវ៉ាដាវីតមិនមែនជាអ្នកពិពណ៌នាពីព្រះទេឥឡូវនេះដាវីតបាទបានចងសម្ព័ន្ធភាពជាមួយនឹងព្រះជាម្ចាស់បាទព្រះនៅក្នុងដាវីតនៅក្នុងព្រះបាទហើយអ្នកទាំងពីរបានត្រឡប់ទៅជាសាច់តែមួយរួចទៅហើយអាមែនលោកអ្នកពេលដែលខ្ញុំរៀបចំព្រះបន្ទូលនឹងព្រះបន្ទូលរៀបកន្លះខែពេលខ្ញុំរៀបចំព្រះបន្ទូលនឹងព្រះសួរខ្ញុំមួយម៉ាត់ why 23ឆ្លើយសិន why 23ខ្ញុំសួរព្រះទៅវិញខ្ញុំថាព្រះអង្គបើព្រះបន្ទូលព្រះអង្គល្អមកលឹកមិនយកដាក់ចំពុកមួយទៅព្រះអង្គថាអត់ទេ23ហើយព្រះអង្គសួរខ្ញុំវិញមិនបាញ់ដាក់ចំពុកទី23នេះជាហេតុផលអូខេតោះនេះពេលដែលខ្ញុំសួរ AI នេះព័ត៌មានពី AI តែប៉ុន្តែខ្ញុំដឹងខ្ញុំគ្រាន់យកប្រាប់បងប្អូននេះមនុស្សធម្មតាបាទមានក្រូម៉ូសូម46បាទហើយអីគេនៅក្នុងកោសិកានៃរាងកាយរបស់គេបាទហើយក្រូម៉ូសូមទាំងអស់ range បាយ23គូណាបាទមេជីវិតទាំងអស់ហ្នឹងគឺត្រូវបានរៀបចំឡើងជាគូ23គូបាទ22គូបាទគឺអីគេបាទ22គូគឺជាក្រូម៉ូសូមបាទដែលបញ្ជាក់អំពីអីគេអត្តចរិតនៅក្នុងរាងកាយរបស់គេក្នុងពេលដែលមួយគូទៀតកំណត់ទៅលើផ្លូវភេទអាមែនបាទអញ្ចឹងគេប្រាប់ទៀតថាបើក្រូម៉ូសូមភេទស្រីគឺតំណាងដោយ XX ក្រូម៉ូសូមភេទប្រុស XY ណាបាទ Where they come from តើក្រូម៉ូសូមវាមកពីណា23ក្រូម៉ូសូមបាទមិនមែន23គូណា23មកក្រូម៉ូសូមមកពីម្ដាយបាទតាមរយៈសុទ្ធ23ក្រូម៉ូសូមផ្សេងទៀតមកពីបាទឪពុកតាមរយៈអីគេ sperm អូខេបាទអញ្ចឹងបាទ when the egg and sperm united នៅពេលដែលសុទ្ធហើយនឹង sperm នឹងចាប់ផ្ដើមបាទច្បាច់បញ្ចូលគ្នាអាលាយទៅជាតែមួយបាទទីរੂបានចាប់ផ្ដើមកាត់ឡើងអញ្ចឹង23មកពីម្ដាយ23មកពីឪពុកបាទ46ក្រូម៉ូសូមស្មើនឹង23គូពេលដែលព្រះនិយាយចឹងខ្ញុំលែងឆ្ងល់ហ្មងព្រះអង្គ design អានឹងមកបាទគឺអីគេដាក់ទៅក្នុងទំនុកកាងវិញអត្ថបទទំនុកកាងឡើងវិញនេះ23គូរបស់ព្រះមកនៅ23បាទ23ក្រូម៉ូសូមរបស់ព្រះនេះ23ក្រូម៉ូសូមរបស់ផងយើងនៅពេលដែលយើងហើយនឹងព្រះបាទយើងលែងពីពតនេះពីព្រះយើងលែងមានចំណេះដឹងពីព្រះតែត្រឡប់ទៅជារួមជីវិតតែមួយជាមួយព្រះយើងខ្លាយជាក្រូម៉ូសូមដែលមានបាទយ៉ាងមិនដែរលេង23ឯកោទេតែ23ជាគូពេលនោះហើយដែលជីវិតមួយចាប់ផ្ដើម form ឡើងអាមែនជីវិតមួយចាប់ផ្ដើម form ឡើងបាទគឺជាគេ perfect human បាទដែលជាសង្ឃលួងជាសាបរិសុទ្ធជារាជដល់ជាគេអកជាមកដល់នៃព្រះអាមែនបាទនេះគឺជាការអស្ចារ្យរបស់ផងព្រះជាម្ចាស់ហើយព្រះសួរខ្ញុំមកសំណួរទៀតអានេះ extra class បងថាឯងដឹងអត់ហេតុអីអញយកអ៊ីស្រាអែលទៅទុកនៅជើងភ្នំបាទស៊ីណាយ9ខែអល់មក9ខែមែនទេបងថាពីព្រោះស្ត្រីពោតាំងពី conception ទៅឆ្លងរេក៏9ខែដែរ
គឺដូចគ្នារូបភាពតែមួយទេយល់ទេអញ្ចឹងគេនៅក្នុងទំនុកដំណើរនៅក្នុងព្រះគម្ពីរនីខាម៉ាឡាំងចំពុក19ព្រះអង្គទៅតែទទួលគេអញ្ចឹងថ្ងៃនោះគេ conception ថ្ងៃនោះគេត្រឡប់ទៅជារាជគេកើតក្នុងនគរព្រះព្រះអង្គទុកគេ9ខែដើម្បីឲ្យគេបាទពីទារកដែលគ្រាន់តែចាប់ទុំផ្ទៃបាទរហូតដល់คล้ายទៅជាមនុស្សម្នាក់ដែលមានពេញលក្ខណៈតាមរយៈការចំណាយពេលជាមួយព្រះការរៀនព្រះបន្ទូលព្រះការថ្វាយបង្គំព្រះបាទដើម្បីឲ្យគេអាចធ្វើជារាជព្រះអង្គហើយចូលទៅកាន់ទឹកដីសន្យាព្រះអង្គតែចៃដន្យគេទៅណាត់ទេត្រូវអត់បាទអញ្ចឹងលោកអ្នកបងបាទនេះគឺជាអ្វីដែលយើងបានរៀនជាមួយគ្នាឥឡូវនេះងើបឈរឡើងហើយយើងអានខ6ឡើងវិញតោះសូមនិយាយជាមួយខ្ញុំប្រកាសជាសេចក្តីសប្បុរសនិងក្តីមេត្តាករុណានឹងជាប់តាមខ្ញុំរាល់តែថ្ងៃដល់រាបដល់អស់មួយជីវិតខ្ញុំហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងរៀបដល់រាប់ទៅឥឡូវនេះលោកអ្នកបងបានយល់ពីអត្ថកម្បាំងនៃព្រះគម្ពីរទំនុកកំកាំង23ទាំងស្រុងហើយបាទសូមចំណាយពេលជាមួយព្រះស្ដាប់មេរៀនឡើងវិញ reflection ជីវិតរបស់ផងខ្លួនឯងមិនថានៅទីនេះនៅឯផ្ទះបាទហើយសួរខ្លួនឯងតើតាំងពីថ្ងៃខ្ញុំជឿរហូតដល់ថ្ងៃនេះហេតុអ្វីបានជាខ្ញុំអត់ទទួលប្រពោអត់ដើរទៅក្នុងសិទ្ធិអំណាចអត់មានការផ្លាស់ប្ដូរឬផ្លាស់ប្ដូរតិចតួចម្លេះបាទតើខ្ញុំជាអ្នកទេសនាពីព្រះជាអ្នកមានចំណេះដឹងពីព្រះឬគឺខ្ញុំជាអ្នកដែលប្រកបតាក់ទងជាមួយព្រះផ្ទាល់បើលោកអ្នកបងមិនធ្វើឲ្យលោកអ្នកបងនឹងព្រះត្រឡប់ទៅជាបុគ្គលតែម្នាក់ទេឲ្យក្រូម៉ូសូមមកលាយចូលគ្នាទេបាទលោកអ្នកបងមិនអាចទទួលយកគ្រប់តែសេចក្តីល្អរបស់ព្រះបានឡើយតែបើលោកអ្នកបង convert បាទប្រែคล้ายពីអ្នកទេសនាពីអ្នកពិពណ៌នាពីព្រះទៅជាអ្នកមានទំនាក់ទំនងសាសនាជាមួយព្រះបាទខ6គឺសម្រាប់អ្នក all the day of your life forever អាមែនបាទសូមឲ្យព្រះចောင်းម្ចាស់ប្រទានពរ